គេហៅអីគេជាមនុស្សដែលល្អជាណាចាំបងប្អូនគិតថាសម្ដីសជាតិមានសពូចអីក៏សទៅខ្ញុំមិនដែរស្គាល់ព្រោះអត់សំបាយអ្នកទាំងអស់គ្នាស៊ីខ្ញុំចង់និយាយចាស់ណាហាហើយខ្ញុំក៏រស់រសាជាដែរចង់និយាយចាស់ណាអូខ្ញុំចង់បើករង្វង់កញ្ចក់តិចមានអ្នកខមមិនខ្ញុំណាខមមិននៅលើឈ្មោះគេហៅអីគេ social media គេនិយាយថា social media ហ្នឹងហើយរបស់អ្នកឯងដាក់ថាតើខ្ញុំខុសអ្វីហ្នឹងខ្ញុំសូមឆ្លើយគេថាអញ្ចឹងណាខ្ញុំសូមឆ្លើយគឺខុសនឹងត្រូវល្អឬអាក្រក់មកពីអណ្ដាតរបស់អ្នកឯងណាតែខ្ញុំសូមបញ្ជាក់ខ្ញុំមិនមែនដាក់ឈ្មោះ profile account របស់ខ្ញុំហ្នឹងដោយសារតែខ្ញុំនឹងចង់ដាក់ឈ្មោះហ្នឹងទេដោយសារតែខ្ញុំពេញចិត្តនឹងឈ្មោះហ្នឹងទេអធិស្ឋានណាជម្រាបទៅអត់ខួរមានអត់កំណត់មួយចំនួនដែលចូល comment នឹងឈ្មោះ profile របស់ខ្ញុំឈ្មោះហ្នឹងអ្វីដែលខ្ញុំដាក់ឈ្មោះហ្នឹងគឺដោយសារតែពាក្យរបស់អាហ៊ុនសែនទេដែលវានិយាយនៅក្នុងការជួបសន្និសីទណាសន្និសីទក៏ដូចជាប្រជាពលរដ្ឋមិនដឹងទេគេថាព្រោះថ្ងៃហ៊ុនសែនធ្វើអីក៏អត់ត្រូវដែរធ្វើនេះក៏ខុសធ្វើនោះក៏ខុសមិនដឹងថាធ្វើអីត្រូវណាគេនិយាយចឹងគេថាធ្វើនេះក៏ខុសធ្វើនោះក៏ខុសធ្វើអីក៏មិនចេះដែរត្រូវដែរខ្ញុំចង់សួរបងប្អូនមើលតើខ្ញុំខុសអីណាចឹងវារងថ្ងៃវាដឹងថាវាខុសអីចឹងខ្ញុំដាក់ឈ្មោះដែលវាសួរទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរពាក្យហ្នឹងគឺខ្ញុំដាក់នៅលើ profile ហ្នឹងណាមិនមែនខ្ញុំសួរអ្នកមួយចំនួនថាខ្ញុំខុសអីទេខ្ញុំដឹងថាខ្លួនឯងអត់មានការខុសអីទេរាល់ថ្ងៃណាឬទេមីប្រហោងឆ្លេញនិងអាប្រហោងក្រាត់ណាមិនបាច់មកខមមិនអញទេចង់និយាយចេះណាយល់ទេអាថប់ទៀតមីថប់ទៀតទៅខមមិនលំដាប់មីថ្លៃធ្នូអាលំដាប់តក្តោងដើម្បីស៊ីតក្តោងដើម្បីរស់ឲ្យក្តោតក្តោងណាអសតក្តោងល្អជាតក្តោងសិតតែក្រុងច្បាំងចពោចាហ្នឹងហើយសណ្ដានជាអ្នកថ្លៃសម្ដីសជាតិមានសពូចណាអញ្ជើញខ្ញុំចង់និយាយចេះខ្ញុំអត់បានអូសក្បាលអ្នកឯងចេញពីក្នុងប្រហោងសរងម៉ែឲ្យអ្នកឯងមកទេខ្ញុំចង់និយាយចឹងណាមនុស្សខ្ញុំថ្លៃឬថោកខ្ញុំចេះដឹងដោយខ្លួនឯងយល់ទេល្អឬអាក្រក់ក៏ខ្ញុំចេះប្រព្រឹត្តដោយខ្លួនឯងណាសិលទានគឺខ្ញុំចេះធ្វើណាតែខ្ញុំឈើខ្ញុំអត់ចេះទៅកាប់ដូចគេទេណាសត្វក៏ខ្ញុំមិនសូវជាសម្លាប់ដែរណាអធិស្ឋានអញ្ចឹងយើងវិលមកកាន់ប្រធានបទរបស់យើងដែរណាមានសម្ផឹងចាស់ហ៊ុនស៊ីណាគឺជាសម្ផឹងដ៏ចាស់រយរាជណាសម្ផឹងដ៏សែនមហាចង្រៃសម្រាប់ប្រទេសកម្ពុជាណាមកជួបមីសម្ផឹងក្មេងមីសម្ផឹងស្រវឹងដេកស្រាតណា live ស្រាតថតវីដេអូស្រាតឲ្យប្រុសមើលណានៅអាមេរិកណាហើយមកធ្វើខ្លួនឯងបញ្ជាក់ស្អាតស្អំនឹងហើយសម្ដីសជាតិមានសពុយចាស់អាចោមរៃណាដែលចូលខមមិននឹងខ្ញុំសុំទៅសើហើយហើយណាហើយមានបងប្អូនខ្លះក៏សួរថានាងលុបនៅរូបភាពដែលជាសំណេររបស់ប្តីដើមគូដណ្ដុំសម្រាប់ចិត្តរបស់អាមុខជ្រុញអាក្បាលជ្រុញខ្ញុំមិនបានលុបទេមកពីខ្ញុំផុសនៅសំណេរដែលអាថោកទៀតនឹងវាតែងតែនិយាយថាស៊ូធ្វើជាហងនៅក្នុងកំពង់ព្រៃតែមិនធ្វើជាបាក់សីនៅក្នុងទ្រុងមាសណាខ្ញុំបង្ហោះនៅសំណេរហ្នឹងហើយនឹងរូបភាពហ្នឹងដែលធ្វើឲ្យគេហ្នឹង report របស់សម្ដីដែលខ្ញុំសរសេរពីលើហ្នឹងហើយនឹងរូបភាពទាំងប៉ុន្មានហ្នឹងគេប្តឹងក្រុមហ៊ុន Facebook ឲ្យធ្វើការបិទខ្ញុំណារយៈពេល6ថ្ងៃបាត់មួយជីវិតក៏បាត់ទៅមានខាតដែរខ្វល់ទេសំខាន់បង្កើត Facebook ថ្មីដាក់ឈ្មោះតាខ្ញុំខុសអ្វីរឹងមេរៀនជីវិតទេបងប្អូនឲ្យដាក់តារូបខ្ញុំឯងបើសិនជាបាត់រលត់ជីវិត Facebook មួយហ្នឹងបងប្អូនអាចវាយតាអសពីហ្នឹងទៅពីហ្នឹងមេរៀនជីវិតហ្នឹងតាខ្ញុំខុសអ្វីទៅឃើញណាឃើញហើយសុខសប្បាយអរគុណច្រើនសុខឲ្យសប្បាយហើយខ្ញុំក៏មានលេង TikTok ដែរគឺឈ្មោះ TikTok របស់ខ្ញុំគឺសំសុខាតែម្ដងចាហើយទើបតែចាប់ផ្ដើមលេងទេហាត់ចេះលេងទេហ្នឹងហើយដោយសារថាវាមិនសូវចេះដូចគេវាមិនសូវចេះលំមាស់ណាខ្លាចបើសិនចេះលំមាស់ទៀតណាដល់ហ្នឹងបាននិយាយសពូចពិតហ្មងឥឡូវយើងមកចូលប្រធានបទរបស់យើងជួបមីសម្ផឹងចាស់ជាដំបងដែលធ្វើការ promotion មីសម្ផឹងក្មេងនៅស្រុកខ្មែរព្រោះនៅអាមេរិកអត់អាណាគេត្រូវប៉ាន់វាទៀតទេឥឡូវម្ដងមកលក់ក្តិតតម្លៃតែនៅស្រុកខ្មែរម្ដងឥឡូវយើងមើលមេបននេះវាកំពុងតែ promotion ម្ដងអូនអត់ Hello sister hello មើលនេះមើលបងប្អូនកូនក្មួយបានជួបគ្នាហើយមើលណែបងប្អូនកូនក្មួយណាបងប្អូនកូនក្មួយមីសម្ផឹងក្មេងធ្លាប់បចោមីសម្ផឹងចាស់ក៏ដួយនៅលើគោកណាមើលសម្រាប់ចិត្តមីសម្ផឹងចាស់ណាមីសម្ផឹងចាស់ហ៊ុនស៊ីណាតមើលឲ្យហើយហ្នឹងហើយសម្រាប់ចិត្តមីសម្ផឹងចាស់ហ៊ុនស៊ីណាតដែលធ្លាប់បចោមីហ៊ុនស៊ីណាតដើរដូចស្រាតក៏ដួយនៅលើគោកអាក៏ដួយស្កូវ2000ណាមើលឲ្យច្បាស់អ្នកដឹងបាត់ដាក់គ្នាហើយសួរមួយណាចាសួរតាមត្រង់ចាមកឃើញ
តែមកកម្ពុជាដល់ពេលមកកម្ពុជាឥឡូវមើលឃើញការអានេះវាមានសម្ផឹងចាស់ធ្វើតេស្តការអភិវឌ្ឍនៅស្រុករបស់ខ្លួនក្រោមការអភិវឌ្ឍដឹកនាំរបស់អាសែនណាតើវាមានការអភិវឌ្ឍរបៀបម៉េចអានេះគេធ្វើការសម្ភាសទៅកាន់មីសម្ផឹងក្មេងណាមីសម្ផឹងអាណាធិបតេយ្យសេរីចុយមិនរើសបាក់អូអភិវឌ្ឍយ៉ាងម៉េចដែរបងប្អូនខ្ញុំមកដល់នេះហើយនេះជាដំបូងខ្ញុំមក40ឆ្នាំជាងជិត50ខ្ញុំដែរមកស្រុកខ្មែរដល់ពេលខ្ញុំមកដល់ប្រទេសខ្មែរខ្លួនឯងបងប្អូនខ្ញុំនិយាយត្រង់ទៅព្រោះមកខ្ញុំមកពី Washington State ខ្ញុំស្មានថាខ្ញុំនៅ Washington State តាមានអានាយខ្សល Washington State ទៅด้วยម៉ែឯងណា Washington State មើលខ្ញុំសួរអ្នកនៅអាមេរិក Washington State ហ្នឹងគេអភិវឌ្ឍរបៀបបែបហ្នឹងសួរតាមត្រង់ណាធ្វើត្បិតតែខ្ញុំមិនដែរទៅដល់ទឹកដីអាមេរិកប៉ុន្តែ Washington State អត់មានគេអភិវឌ្ឍរបៀបហ្នឹងទេមីប្រហោងក៏ដូចស្អុយក៏គ្រប់ថ្ងៃនេះមាត់ថ្ងៃក៏ស្អុយដែរប្រហែលជាស៊ីក្តោច្រើនពេកបានថ្ងៃដល់ថ្នាក់ហ្នឹងណាថ្ងៃនិយាយលើកក្រអាសានជ្រុលចង់និយាយចេះណាមីសំផឹងឯងរៀននិយាយម្ដងទៀតតាំងមីសំផឹងចាស់ហ៊ុនស៊ីណាតតាំងមីសំផឹងក្មេងណាថ្ងៃលើកពូជបាក់ថ្ងៃវាហួសពេកហើយណាមីសំផឹងក្មេងប្រហែលជានៅអាមេរិកអត់មានអាណាបុកវាទេទៅបានមកលក់នៅស្រុកខ្មែរម្ដងត្រីមានផ្លូវកាត់ផ្អែលហ្នឹងចាមានត្រីមានផ្លូវមានដែរភ្លើងអីប្រងមិនខ្ចីបុលគេមករាប់លានជាពាក់បណ្ដុលចិនឡើងចង់វាន់កកោះវាន់កតុយម្នាក់អត់ឲ្យមានផ្លូវដើរនៅដើរកាត់ព្រៃណាហើយមានភ្លើងហ្នឹងមិនភ្លើងហ្នឹងមិនមានភ្លើងហ្នឹងវាមិនឥឡូវយើងមើលសួរមីប្រហោងផ្សេងឯងមើលបើមានភ្លើងហ្នឹងសាប់ភ្លើងយ៉ាងម៉េចចង់និយាយបានន័យថាម៉េចមីល្ងើមីល្ងងណាមីខ្លៅមីជំនាញបានតែលើកជើងឲ្យគេបុកថ្ងៃនេះគ្មានចេះស្អីទេមានភ្លើងមានទឹកមានចង់និយាយមកប៉ុណ្ណឹងវាឈួតចឹងមានអូថែលមានមិនហូថែលហ្នឹងគេសង់សម្រាប់ឲ្យប្រជាពលរដ្ឋនៅណាមានអាលីខ្សលសួរតាមត្រង់ណាមានហូថែលហ្នឹងវាយ៉ាងម៉េចសង់សម្រាប់ឲ្យប្រជាពលរដ្ឋហ្នឹងហូថែលហ្នឹងមានអាលីខ្សលណាបងខ្ញុំអត់ឆ្លោះជាមួយវាទេខ្ញុំអត់សុខពេកយកវាដែលជាបចោគ្នាវានឹងដាក់ឲ្យស្ដាប់លេងសិនតិចខ្ញុំនិយាយលើហើយមីខ្សលមីសំផឹងចាស់មីសំផឹងខ្ញុំយកកាសៀសិនថាវាលើកជើងមកស្មើគ្នាខ្ញុំមានខ្វះខាតអីទេគ្រាន់តែដៅថ្ងៃដើរបើកប្រហោងកដួយថ្ងៃបើកប្រហោងឆ្លាញ់ថ្ងៃបានថ្ងៃអត់បានមើលឃើញប្រជាពលរដ្ឋខ្វះខាតណាថ្ងៃបើកប្រហោងឆ្លាញ់គ្រាប់7ដល់ខ្មៅក៏ខ្វក់ថ្ងៃហ្នឹងអាគ្រាប់7មីខ្ញុំនិយាយក្តៅណាអាគ្រាប់7មីមួយគ្រាប់7ឆ្លាញ់ធ្លាក់យាឡើងចំអូសដីដល់មីកាចាស់នោះវិញ8ធ្លាក់ស្តាកឡើងចំអូសដីឡើងជ្រួញចំមកហាត់ណាដើរបើកគ្រាប់7ក្រោមថ្ងៃអត់បើកគ្រាប់ភ្នែកមើលទេណាប្រជាពលរដ្ឋសបោសបាយអត់មានខ្វះខាតអីមីចៅនរុអូស៊ីសួតមីចាំវត្តតៃហោងធ្លាក់យន្តហោះទាំងកដាថ្ងៃត្រង់នេះផ្ទះបាញ់ពីកដាយន្តហោះមកវត្តតែក្បាលវាមួយគេជិះយន្តហោះទាំងប្រហែលកាត់ងាប់ទេយ៉ាងជាខ្ញុំសេរីស្រងក្តៅឲ្យលាយងាប់ដូចកបួនឡើយមានអាលាយខ្សលណាងច្បាស់ហ្មងអីទៀតថាមើលមើលឥឡូវมึงមានមហូបទៅដល់ក្រុមមហូបដល់ហើយបងប្អូនណាខ្លាចវិញទៅណាខ្ញុំនិយាយនេះមួយខ្ញុំញ៉ាំណាមើលមហូបវិញញ៉ាំអស់ហើយយើងមើលមុខមហូបគេច្រាស់ច្រាំបងប្អូនណាលំដាប់មីសំផឹងតែចាស់និងមីសំផឹងក្មេងដែលវាច្រាស់មហូបស៊ីបបោហូហៀសល់ចាក់ច្រាស់ប្រវត្តិចោលចាស់ពលរដ្ឋដែលអត់ឃ្លានដែលពួកគាត់រកអីហូបអត់បានណាដែលគាត់រកអីហូបអត់បានតែគាត់អង្គុយតាមចិញ្ចើមផ្លូវនោះតើវាសម្រេចប៉ុណ្ណាខ្ញុំសួរមើលដែលមកអួតពីសង្គមមួយហ្នឹងសិតតែសង្គមមួយហ្នឹងសបោសបាយហូបចុកអត់ខ្វះបានតែលំដាប់ពួកវាហ្នឹងទេតែសម្រាប់ពួកគេដែលអត់អ្នកក្រខ្សាត់រកព្រឹកខ្វះល្ងាចខ្វះព្រឹកនោះតើគេមានអារម្មណ៍របៀបបែបម៉េចជាងគិតមើលណាតើពួកគាត់នឹងមានអារម្មណ៍សង្វេគក៏ដូចជាក្តីបារម្ភណានៃការរកព្រឹកខ្វះល្ងាចហ្នឹងមិនដឹងបានអីយកមកបន្តជីវិតនៅថ្ងៃមុខទៀតតើគាត់មានអារម្មណ៍បែបម៉េចភ័យដេកមិនលក់បក់មិនឡើយទេដោយសារអីអត់មានអ្វីដែលជាហៅថាទីពឹងណាសម្រាប់ជីវិតណាតែសម្រាប់ពួកមីតៃហោងនេះមីសំផឹងអាណាធិបតេយ្យនេះគឺវាច្រាស់បបោហូហៀវាត្រឹមត្រូវវាអត់ខ្វះខាតអីទេសម្រាប់អ្នកខ្វះនៅតែខ្វះសម្រាប់អ្នកអត់នៅតែអត់សម្រាប់អ្នកទទួលរងនៅការបំផ្លិចបំផ្លាញក៏ដូចជាប្លន់ដីប្លន់ផ្ទះហ្នឹងនៅតែទទួលរងដដែលមិនដែលបានទទួលរងយុត្តិធម៌បានទេអត់មានសោះមួយខ្វាយនេះហើយមើលច្រើនបាច់បោកមើលមហូបឃើញទេមានបាច់បោកខាងដល់បងប្អូនតែមកមានអារម្មណ៍មិនខ្លាចពុកលេអត់មិនខ្លាចគួនឆាអត់មិនខ្លាចថ្ងៃនេះញ័រអីវិញញ័រជួបការអាចជួបបងជួបគេហើយសួងសាទៀតមកតាំងពីឃើញពីចំណុច0ដែលបោះមុខរដ្ឋាភិបាលតែពីចំណុច0មករហូតដល់ការអភិវឌ្ឍអញ្ចឹងមានអារម្មណ៍យ៉ាងណាដែលមក
ឃើញតាមផ្លូវតាមអីហ្នឹងទៅពុក Bonjour Bonasa សួស្ដីទាំងអស់គ្នា មាន បង អារ ប្អូ ម្មណ៍ថា ន ស្រាវចង់សេណាខ្លាចគេបុកបែកគ្រាប់សេប្រអប់លេខនឹងបាត់ទេមានអាលីសលចង់និយាយចេះផ្លូវមានប្រហែលខ្សែមានសភឹងចាស់នេះណាមានសភឹងក្តិតយាមានសភឹងស្កូវ2ពណ៌កន្ទួយថ្ងៃហ្នឹងស្កូវលើផងស្កូវក្រោមហើយថ្ងៃក៏រៀននិយាយកុហកប្រយ័ត្នចុះនៅរក់ទៅតម្លាក់តែ8 10ជាន់វាឡើងដល់28 30ជាន់ជាងមានអាលីខ្សលហ៊ុនស៊ីណាតណាថ្ងៃក្បាលកាចាស់ចំណាស់ហ្នឹងស្កូវ2ពណ៌ខំលាបសក់ឲ្យនៅ1ពណ៌ថ្ងៃនៅបាត់អត់ចិត្តផងមានអាលីខ្សលមានសភឹងកាចាស់យាឯងហ្នឹងក៏លំនិយាយអ្វីដែលគេហៅថាភាពត្រឹមត្រូវខ្លះហើយ យ៉ាគុណណាស់បងនិយាយ សុខចិត្តលើកជើងណាលើកជើងបោកប្រាស់ប្រជាពលរដ្ឋបោកភ្នែកគេដល់ទៅដល់បន្តទៀតចង់និយាយចេះណារៀននិយាយបែបជាការពិតប្រយ័ត្នចិត្តតាមជាតិក្រោយទៅមានតែប្រហោងកដួយអត់មានប្រហោងមាត់មានអាលីខ្សល សាស្ត្រាយអាគេមុនបងពេលមកទីខ្ញុំឃើញចឹងមកគូនិយាយអត់ចេះឃើញបាត់ពេល និយាយមិនចាញ់បើស្រុកខ្មែរអភិវឌ្ឍខ្លាំងពេកដល់ដូច Washington State ហ្នឹងឲ្យមីខ្សលមីនេះស្ទង់សៃគេបុកច្រើនពេកទៅឡើងវិញខួរមីនេះវាគេបុកឡើងបែកប្រអប់លេងហើយចឹងវាវិញខួរវាបែកប្រមាត់ក្តាប់ដល់មានសភឹងឆារ៉ាហ្នឹងណាវាបែកប្រមាត់ក្តាប់វាចឹងវានិយាយចាញ់និយាយពេលដែលមកដល់គឺ ស្ដាប់លេងទៅបងប្អូនសប្បាយ ទៀតនោះ ដូចទូរទស្សន៍ ហ្នឹងហើយបុកតាំងពីអាមេរិករហូតមកដល់ខ្មែរតាមផ្លូវបុករហូត សួស្ដី ណាថ្ងៃនេះមានសភឹងពង្វិញទៅតាម អាចឃើញអភិវឌ្ឍថាពីសូមមុនដល់ ស្ដាប់លេងទៅបងប្អូនព្រោះតា ខ្មែរដែលគាត់បានឆ្លងកាត់ដែលខ្ញុំអត់បានឆ្លងកាត់ខ្ញុំមើលទៅបងប្អូន ជួបលោកម៉ៃឡំជួយហ៊ុនស្នាត ខាងនេះរាប់រយឆ្នាំដែលគេអភិវឌ្ឍប៉ុន្តែការជឿនលឿនរបស់ប្រទេសយើងខ្មែរតែទៅប្រហែល40ឆ្នាំជាង បងប្អូននេះគឺជាយុទ្ធសាស្ត្របលាជួបបលា ទៅបាន40ឆ្នាំជាង បលាជួបបលា ទៅ40ឆ្នាំជាងហ្នឹងអភិវឌ្ឍបានប៉ុណ្ណឹងហើយណ៎អីទៀតណា40ឆ្នាំជាងណាឃើញទេបានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតណា បលាជួបប ចង់ លា បានប៉ុណ្ណាទៀតឥឡូវបងប្អូនចុះមីចោសំផឹងសៅជ័យឯងថ្ងៃនៅអាមេរិកហ្នឹងថ្ងៃទៅបោះឆ្នោតរអាណត្តិថ្ងៃទៅបោះធ្វើអីណាសហរដ្ឋអាមេរិកគេអភិវឌ្ឍប៉ុណ្ណឹងហើយតើមីថ្ងៃទៅបោះឆ្នោតដើម្បីអីទៀតថ្ងៃបានប៉ុណ្ណឹងថ្ងៃចង់បានអីទៀតមានអាលីខ្សលណាមានសំផឹងបាច់ប្រមាត់ក្តាប់ចង់និយាយចេះណា ចែករ ចង់ ន បានប៉ុណ្ណឹងបានប៉ុណ្ណឹងចង់បានប៉ុណ្ណាទៀតមានអាលីខ្សលហើយសួរថ្ងៃមើលណាប្រទេសអភិវឌ្ឍម្លឹងហើយស្រុកខ្មែរនោះក៏អភិវឌ្ឍស្មើនឹង Washington State ណាអញ្ចឹងថ្ងៃនេះចង់បានអីទៀត ក្រៅខ្ញុំនៅបោះទៅស្ទេខ្លះនៅអត់មានផ្លូវខ្ញុំបានទៅកាត់ទៅភ្នំទៅភ្នំកាត់កំពង់សោមហ្នឹងមានផ្លូវតាមទឹកសមុទ្រចេះបើថាមិនប្រាប់ខ្ញុំទេខ្ញុំថាផ្លូវហ្នឹងគេធ្វើអភិវឌ្ឍដល់រាប់ឆ្នាំទៅហើយអញ្ចឹងណាគឺការជឿនលឿន progress infrastructure អភិវឌ្ឍទៅធនាគារទៅស្អីទៅមកមើលទៅយើងសឹងជឿថាខ្មែរយើងហ្នឹងគេនិយាយថាសុខប្រទេសដែលមានសង្គ្រាមសុខប្រទេសដែលកើតមុនតែអត់មាន ចង់មីកាចាឯងដូចខ្វះអ្នកយកមកសម្ភារ បាននេះប្រើសួស្ដីបង ហើយយកមីអាលីខ្សលលេលើបែកប្រមាត់ក្តិតគេបុកឡើងវិញ1ហើយយកមកសម្ភារណាមកសម្ភារបែកបើពលរដ្ឋណាចាអរុនសួស្ដីបងស្រីពៅចាអរុនសួស្ដីហ្នឹងហើយណាយកមីសំផឹងឆារ៉ានៅអាមេរិកនេះគេចុយឡើងវក់វល់អស់ហើយហ្នឹងហើយសវឹងស្រាត់ឲ្យគេមើលជាសាធារណៈមនុស្សអស់តម្លៃរលីងហ្មងណាហើយយកមកសម្ភារនៅស្រុកខ្មែរបើប្រជាពលរដ្ឋណាបាទមនុស្សសម្ភារណាទៅជួលលុយអ្នកសុំទានទៅល្អជាងណាអ្នកដែលសុំទានតាមផ្លូវយកមកគាត់មកមួយទឹកដោះលាងទិញសម្លៀកកំពាក់2 3កាផ្លេឲ្យគាត់ឬ4 10 20កាផ្លេឬមួយក៏ធ្វើផ្ទះឲ្យគាត់មួយវាស្មើនឹងវានៅគ្រាន់តែជាជួលមីសំផឹងណាគេបុកបែកប្រអប់លេខនេះយកមកនិយាយឥឡូវមាននឹងចោតអីផងណាយល់ទេណាជួលនៅល្អជាតែថ្លៃធ្នូជាងមីសំផឹងនេះបន្តិចទៅមិនបានទេអីមីស្កូពីលើមីស្កូពីក្រោមសួស្ដីបងរីកសួស្ដីបង ការរស់ស៊ីហាងរ៉េស្តូរ៉ានហ្នឹងក៏ដូចយើងសឹងមកជឿតែប្រទេសហ្នឹងមានសង្គ្រាមមកបងនៅពួក អាណាគេនិយាយថាប្រទេសមានសង្គ្រាមមានអាលីខ្សលមាននេះគេចឹងបានថាបងប្អូនយកមនុស្សអាលួយវល់យកមកវិភាគណាយកមកឲ្យមើលសង្គមដូចដាក់គោឲ្យមើលផែនទីណាដាក់គោឲ្យមើលផែនទីមកជុំឲ្យដូចបង្រៀនសัตว์ឲ្យចេះពីពណ៌នាពីតថភាពនៅក្នុងសង្គមមិននេះសัตว์នេះមិនមែនសัตว์អីគឺសัตว์ក្រប3សัตว์ក្រប3គឺក្រប3យ៉ាងណាក្របទាំងអស់ ខ្ញុំនៅក្នុងក្រៅបងប្អូននៅកើតនៅក្រៅតែតាមមកដីសុខខ្មែរគេ ខ្ញុំស្ដាប់ពីបងប្អូនខ្ញុំយកបលាជួបបលាបន្តិច តែចូលលោកសន្តិភាពរបស់យើងដែលសំណៃមានសន្តិភាពសុខថ្ងៃតាមក្នុងបងអូខេ សន្តិភាពមានអាលីខ្សលណាយើងទេសចរក៏គេលែងចង់ចេញចូលទៅប្រទេសកម្ពុជាដែរប្រទេសណាក៏គេបង្អាប់ប្រទេសកម្ពុជាមិនស្មើសម្រាប់ថៃផងថោកទៀតឃើញគេនិយាយភាសាហ្នឹងថ្ងៃជិះចាប់ហើយបើថ្ងៃខ្មែរទោះបីថ្ងៃកាត់នៅប្រទេសទឹកដីអឺរ៉ុបក៏ដោយក៏ថ្ងៃគូតែមានការជឿចាប់ខ្លះតែគេប្រៀបធៀបប្រទេសរបស់ខ្លួនមិនស្មើសម្រាប់គេនោះណា
រឿងមួយក៏ថ្ងៃស្វងស្រាមមិនទាន់ស្វាងទេមីថោកទៀតអូត្រូវមីសំផឹងមេបនកាចាស់នេះយកមកបងអកស្រាដើម្បីបង្រៀនវាឲ្យវាចេះនិយាយខ្ញុំដឹងហើយណាក៏មានសន្តិភាពបើយើងអាចជំរាបសួរបងហួយវីសុស្ដីចាំបានមិនសង្គ្រាមមិនខ្ញុំដល់ដើរស្រួលបួលយ៉ាងដូចភ្ញៀវទេសចរជនបរទេសម្នាក់នោះដើរគេបាញ់ងាប់តែថ្ងៃគេមិនបាញ់គេបាញ់អត់បាញ់ងាប់ទេដើរគេបាញ់ប្រហោងក្តិតយល់ទេមានអានេះខ្សលខ្ញុំខ្លាចខ្ញុំមកដល់ខ្ញុំទៅខ្លាចអីវិញណានោះខ្ញុំខ្លាចថាមិនណាសាច់ខ្ញុំខ្ញុំមើលខ្ញុំមិនដាច់កោអីគ្នាមកមុខគាត់ខ្ញុំម៉ែខ្ញុំនេះហើយខ្ញុំម៉ែថ្ងៃហ្នឹងយើងបានថ្ងៃទៅចោលម៉ែថ្ងៃទៅដួលនៅលើគោកណាពីខ្នាតដើរឡើងចង់ស្រាក់ដើរដូចស្រាក់សពុតខំស្លៀកសិតអីគេបងប្អូនសម្ពុតសអាវសណាយាយស៊ីណាតអើយទទួលយកទៅយាយអើយយាយឈរឃើញចេះហ៎អូយលោកអើយតែតាមពិតលោកអើយមីឆារាបចោឆ្លាញ់នៅលើគោកហើយមីកញ្ចាស់ហើយថ្ងៃនេះក៏ថោកឲ្យថោកបាក់ឲ្យក្មេងថោកហើយថ្ងៃក្រោយអញមកធៀបអញជាអញវិញអញអត់ទេអញចូលចិត្តទេអារឿងថោកហើយថ្ងៃក្រោយនេះអត់ចេះទេអញប្រាប់ថ្ងៃណាតែមីកញ្ចាស់ឯងនេះវាខួរឆ្កែដូចគ្នាអញ្ចឹងមករកគ្នាឃើញហើយមីឆ្កែបើហ៊ុនសែនក៏ដូចគ្នាដែរជួលតែអ្នកជេរខ្លួននឹងទៅចូលខ្លួនឯងហើយដាច់ពុកណាចឹងបងប្អូនថ្ងៃនេះវាដូចគ្នាឆ្កែដែលគេខោហើយថ្ងៃក្រោយសុខចិត្តដាក់ក្បាលមានលុយប៉ុណ្ណឹងដែរដាក់ក្បាលឆ្កែគេខោក្លើកហើយគេថ្ងៃក្រោយល្អណាឆ្កែអញល្អណានេះដូចគ្នាចឹងនេះសម្ដេចពុកអញល្អណាសម្ដេចពុកតែបងអូអាសែនចុះគេជេរមីហ៊ុនស៊ីណាតនេះមីសំផឹងមីចារកម្មយួនណាមីគិញសម្ងាត់របស់យួនដល់លេខ1តែថ្ងៃនេះគេគិញសម្ងាត់យួនមែនមីហ៊ុនស៊ីណាតហ្នឹងបងប្អូនវាជារឿងពិតណាខ្លាចខ្មែរខ្ញុំខ្លាចខ្មែរខ្ញុំបងប្អូនខ្ញុំម្ដងនេះទៅអីខ្ញុំម្ដងនេះទៅអីថ្ងៃមកជួបម៉ែថ្ងៃមកទៅអីបើម៉ែថ្ងៃច្រត់បចោលក៏ទួយនៅលើគោកហ្នឹងថ្ងៃបងប្អូនលោកគ្រូដៃសូមបងប្អូនម្ដងសូមឲ្យបងប្អូននឹងធ្វើទៅដល់ប្រទេសខ្លួនឯងមកមើលខ្លួនឯងកុំមកស្ដាប់តែខ្ញុំនិយាយក៏មិនជឿសូមអញ្ជើញមកទាំងអស់ទាំងមានតានិយាយតែខ្ញុំនឹងកាលពីមុនខ្ញុំនៅក្មេងនឹងមកតាំងពីបាក់ពេលទៅនេះតាគ្រាប់កាត់មានស្លៀកទៅដល់ប្រទេសគេស្រាប់ស្ដាប់តិចទៅបងប្អូនគោបលាហ្នឹងវាមុតជ្រៅពេកវាជួសយូរតិចបលាជួសបលាបងប្អូនកាត់អាវខ្លួនឯងទៅខ្ញុំសូមបងមែនណាហើយនេះនិយាយឥឡូវយើងដាក់គ្នាគាត់ចុះក្មួយសកេលក៏ដាក់គ្នាឲ្យដែរតែគេហៅមិនមែនថាកូនអ្នកក្បត់តែចំណោះទេគេហៅថាគេអួតពីអាសកេលហុយយកសិនអត់អ្នករោគចិត្តយកមកវិភាគណាឲ្យមកមើលតថភាពនៃសង្គមអត់យកមនុស្សល្អជាមកមើលទេយកតែមនុស្សរោគចិត្តដូចអាហងសវណ្ណអីគេអាសកេលហុយអីនឹងមីសំផឹងណាមីសំផឹងតក្រៅឆារានេះណាយកសិនតែមនុស្សប្រភ្លីប្រភ្លើមនុស្សចិត្តចូលពេទ្យឈួតអាគេអានៅអាមេរិកគេចិត្តរុញចូលទីពេទ្យឈួតហ្នឹងណាយកមកហើយអាសែនរុញយកមកអស់អាសែននេះហ៊ុនស៊ីណាតហ្នឹងទៅបែរចិត្តឯងក៏ថាម៉េចទេស្ដេចហ៊ុនសែនwould job មានសំសខាចុះគាត់អត់តាមមើលថាប្រទេសមហាអំណាចឯងលោកពូឲ្យពូនោះពេលឲ្យពូលោកពូនោះហើយវាគ្មានតន់ហ្នឹងនឹងប្រពន្ធគាត់ទេចាហើយមើលលីខ្វាន់យុគមីចាស់មានអាលីខ្សលណាគេស្នងគេធ្វើមកឡើងគេឡើងតាមធ្វើជាប្រធានាធិបតីគេមានការបោះឆ្នោតត្រឹមត្រូវណាមានអាលីខ្សលគេមិនលួចស្លឹកឆ្នោតដូចបងប្អូនថ្ងៃមានអាលីខ្សលឯហ្នឹងទេមីហ៊ុនស៊ីណាតមីសំផឹងគេជួយបាយប្រអប់លេខថ្ងៃគេជួយបាយប្រមាត់ក្តាប់ថ្ងៃបានពីវ៉ាន់ចឹងថ្ងៃដូចគ្នាណាមីសំផឹងមីកញ្ចាស់ទាំងស្ទៅលើស្ទៅក្រោមមីសំផឹងចារកម្មយួនឯងចង់ប្រាប់ថ្ងៃឋានតិចថាចេះវាខុសគ្នាថ្ងៃកុំយកបងប្អូនថ្ងៃទៅប្រៀបធៀបជាមួយគេជាមួយប្រទេសគេមហាអំណាចវាអត់ត្រូវគ្នាទេប្រទេសគេមហាអំណាចគេមានការបោះឆ្នោតពីប្រជាពលរដ្ឋគេឆ្លងកាត់គេគ្រប់មតិប្រជាពលរដ្ឋគេត្រឹមត្រូវណាអត់មានធ្វើដូចហ្នឹងណាអាសែនបងហ្នឹងទេណាអត់ធ្វើដូចទេដែលថាអីអាចោលអំរៃហ្នឹងវាជាចោលប្លន់ស្លឹកឆ្នោតវាជាចោលប្លន់ប្រវត្តិសាស្ត្រតែយល់ទេបងមីថ្ងៃហ្នឹងបងមីហ៊ុនស៊ីណាតឯងហ្នឹងបងមីអាលីខ្សលឯងបងមីអាលួយវល់ឯងហ្នឹងគឺជាចោលប្រវត្តិសាស្ត្រចោលលួចស្លឹកឆ្នោតណាលួចស្លឹកឆ្នោតចោលប្លន់ប្រវត្តិសាស្ត្រហើយចោលអារបៀបថាចោលឆក់កណ្ដៀតណាចោលមួយចាប់ចោលទាំងលួចទៅក្តិតប្រពន្ធគេទៀតណាបងថ្ងៃហ្នឹងពីចោលមកសេតណាធ្វើអីក៏ធ្វើដែរឲ្យតែបានតាមអំណាចគាត់ចាលីស្លងនឹងថ្ងៃសិង្ហបុរីមើលឃើញចំផងប៉ុន្តែបានថាការទេសិង្ហបុរីចម្រាញ់ទឹកអាចឯងផឹកហ្នឹងហើយថ្ងៃចង់តែជាពលរដ្ឋចម្រាញ់ទឹកអាចឯងផឹកដែរមែនណាមានលេខសល់គេមានរបៀបនិយាយខ្លួនចាហ្នឹងគេមានហើយសមាជិកយើងពេញចិត្តទេសមាជិកក្មេងគេមានរបៀបរៀងខ្លួនវាត្រឹមត្រូវហើយគ្រាន់តែរបៀបបងថ្ងៃហ្នឹងរបៀបចោលប្លន់របៀបចោលលួចរបៀបគេងរបៀបទៅត្រង់របៀបគោរពលទ្ធិប្រជាធិបតេយ្យណាគោរពសម្លេងប្រជាពលរដ្ឋតែរបៀបថ្ងៃនេះមិនគោរពសម្លេងប្រជាពលរដ្ឋទេមីសំផឹងឯងនេះមិនដឹងគោរពអីគេទេណាអញ្ចឹងបានថាបងប្អូននិយាយទៅនិយាយមកខ្ញុំនៅតែចូលរួមកោតសរសើរសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនណា
អានេះខ្ញុំអត់និយាយអ្នកដែលគាត់ធ្វើការភ្ញាក់រលឹកហើយបានគូសខ្វែងស្លឹកស្នោតដូចជាសេជាសំណួរសំណេរទេខ្ញុំនិយាយអ្នកកាប់មុខមួយចំនួនបើកាប់មុខទៅលើអីហើយគឺមិនងាយនឹងដកមកវិញទេដោយសារនៅងប់ងល់ត្បល់ទូបុគ្គលនឹងថោកយ៉ាងម៉េចក្បត់ប្រវត្តិសាស្ត្រឬក្បត់ពុជសាសខ្លួនយ៉ាងម៉េចក៏នៅតែងប់ងល់ដែរងប់ងល់បើជ្រុលខ្លួនឲ្យថោកជាមួយគេដែរតែខ្ញុំអត់ទេណាហើយក៏សូមចង់និយាយម្ដងហើយម្ដងទៀតសម្រាប់អ្នក comment ណាអ្នក comment ទាំងឈ្មោះ profile ខ្ញុំទាំងដៀលពូជប្រដូចសណ្ដានខ្ញុំប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់គាត់ថាខ្ញុំរាល់ការ live ខ្ញុំតែងតែបញ្ជាក់ថាខ្ញុំរៀនអត់បានចេះដឹងពងពួកដូចគេទេដោយសារអីខ្ញុំវាអត់ចេះតក្តោងឡើងដើម្បីចំណេះវិជ្ជាណាដើម្បីចង់មានចំណេះវិជ្ជាពួកអីខ្ញុំដឹងថាអ្នកខ្លះទៅគាត់មានចំណេះវិជ្ជាកាន់តែខ្ពស់គាត់ចេះដឹងតែគាត់អត់មានឱកាសក្នុងការបញ្ចេញសមត្ថភាពអ្នកខ្លះទៅរៀនបានខ្ពស់ហួសហេតុពេកទៅវាទៅជាបាយប្រមាត់ក្តាប់ដើរចុយតែលោកចាអានេះបងខ្ញុំក្តៅត្រង់តែប៉ុណ្្នឹងទេត្រង់ក្តៅត្រង់ថាមូលហេតុអីណាមានរឿងស្នេហារបស់បុគ្គលម្នាក់ជារឿងបុគ្គលខ្ញុំអត់ត្រូវតែចេះដឹងទេប៉ុន្តែអ្វីដែលខ្ញុំខឹងហើយក្តៅបំផុតណាចាំសឹកសិនទៅសឹកហើយអ្នកឯងមកភ្ជាប់ពាក្យអ្នកឯងចង់រៀបការជាមួយប្រពន្ធគេមីនឹងឆ្លងកាត់ក្តោមកប្រហែលពាន់ក៏ដោយណាជារឿងសិទ្ធិរបស់អ្នកឯងប៉ុន្តែអ្នកឯងនេះវាជាក់ស្ដែងត្រង់ថាអ្នកឯងនេះភ្ជាប់ចំណងមេត្រីភាពជាមួយនឹងប្រពន្ធរបស់គេនេះក្នុងកំឡុងពេលដែលខ្លួនឯងក្រុងច្បាំងទីពោខ្ញុំនៅតែក្តៅត្រង់ថាយកសាសនាមកជន់នឹងបាត់ជើងណាអាចរុញបញ្ជាក់ទៀតហើយនឹងអ្នកកាប់បុកមួយចំនួនណាហើយខ្ញុំចង់បញ្ជាក់ថាខ្ញុំជាស្ត្រីភេទមិនមែនខ្ញុំជេរទេខ្ញុំមិនអាម៉ាស់ខ្ញុំអាម៉ាស់ប៉ុន្តែខ្ញុំខ្មាស់បំផុតឈ្មោះជាស្រីនឹងគេនឹងឯងដែរហេតុអីក៏ប្រឡាក់អបឡាក់អព្រៃដល់ថ្នាក់ដើរចុយតែលោកសំអញ្ចឹងណាខ្ញុំនៅតែអត់យល់ពីវាបែកប្រមាត់ក្តាត់រោគចិត្តយ៉ាងម៉េចបានដើរចុយតែលោកសំហើយដើរលបងតែលោកសំឲ្យសឹកដើម្បីមកចុយក្តាត់វាហ្នឹងខ្ញុំឆ្ងល់នៅតែប៉ុណ្ណឹងអ្វីដែលខ្ញុំឆ្ងល់អ្វីដែលខ្ញុំក្តៅមានតែប៉ុណ្ណឹងទេបងប្អូនណាទុកលោកធ្វើបន់មិនបានអញ្ចឹងនឹងហើយធនធានស៊ីផេះវាសិតតែបែបហ្នឹងហើយមិនមែនលៀបពណ៌ទេណាមិនមែនលៀបពណ៌ទេហើយក៏មិនមែនថាមកពីសាសជាតិទៅគោរពអបគុលពីលហ្នឹងបានយើងព្យាយាមទម្លាយរកអត្តកម្មគេប៉ុន្តែមិនមែនទេណាបងប្អូនទោះបីជាសាសជាតិនៅខាងណាក៏ដោយខ្ញុំអត់ខ្វល់ដែរប៉ុន្តែសូមអ្វីដែលខ្ញុំខ្វល់គឺយកសាសនាមកជន់ឈ្លីនៅនឹងបាតជើងអ្វីសូមបងប្អូនជំរាបសួរទាំងអស់គ្នាហ្នឹងហើយបងប្អូននេះគឺជាយុទ្ធសាស្ត្របន្លាជួបបន្លាពីព្រោះយើងអត់មានយើងអត់ចេះជេរដូចគេហ្នឹងហើយយើងអត់ចេះជេរដូចគេចាហើយពីមុនមកបុគ្គលហ្នឹងដឹងស្រាប់ហើយតើយ៉ាងម៉េចខ្លះសម្ដែងណាយ៉ាងម៉េចខ្លះគឺថាគេនិយាយធ្វើយ៉ាងម៉េចក្រៅវាសម្បើមដូចខ្ញុំបាននិយាយអណ្ដាតអត់ឆ្អឹងកលាស់យ៉ាងណាក៏បានដែរតែពីមុនហ្នឹងបុគ្គលហ្នឹងគឺថាវាយប្រហារជេរច្រាស់ឆ្អេះឃើញទេទៅពួក CP តែឥឡូវដែលវាយប្រហារគេត្រឡប់មកវិញសិតតែគេនឹងមិនលក់ក្បាលតែគេវិញឥឡូវដើរកន្លងនឹងដកដែរហើយឥឡូវមិនតែប៉ុណ្្នឹងទេអាភាសាអាភាសណាធ្លាប់ជេរវាយប្រហារទៅពួក CP អញ្ចឹងយកអាភាសាហ្នឹងដែលគេទិញក្បាលបានយកភាសាជេរត្រឡប់មកវិញអញ្ចឹងហ្នឹងហើយដឹកខ្ញុំបានជម្រាបបងប្អូនអញ្ចឹងចំពោះរឿងខ្ញុំផ្ទាល់រឿងឯកជនណាវាអត់មានជាបញ្ហាវាអត់មានខូចខាតអីដល់ជាតិទេចង់គេបំភ្លឺគេជេរគេបចោលគេយ៉ាងណាវាអត់មានសំខាន់ទេប៉ុន្តែសំខាន់ណាយើងដែលនៅក្រៅប្រទេសណាដែលយើងអាចនិយាយបានក្នុងសង្គមដែលដឹកនាំទៅដោយពួកនរកពួកអវិជ័យពួកលមោបអំណាចពួកក្បត់ជាតិពួកឃាតករបំផ្លាញខ្មែរសម្រាប់ខ្មែរណាយើងជាជនរងគ្រោះយើងនៅក្រៅប្រទេសយើងជេរវាយ៉ាងម៉េចក៏ត្រូវដែរជេរអាភាសជេរអាក្រក់យ៉ាងណាក៏ត្រូវដែរពីព្រោះវាអាក្រក់ពេកអញ្ចឹងយើងចង់វាយបហាកន្លែងណាយើងចង់ដាក់ឆ្វេងក៏ត្រូវដាក់ស្ដាំក៏ត្រូវដាក់ពីលើក៏ត្រូវដាក់កន្លែងណាក៏ត្រូវដែរហ្នឹងហើយគឺវាអត់ខូចខាតគឺវាអត់អាក្រក់ទេណាពីព្រោះវាដឹកនាំវាកាន់អំណាចវាធ្វើអំពើថោកទាបមកលើយើងហើយយើងជាជនរងគ្រោះណាយើងមានការឈឺចាប់យើងជេរបចោយើងវាយបហាវាត្រឡប់ទៅវិញគឺយើងអត់ខុសទេតែវាអ្នកខុសអញ្ចឹងអាសម្ដីណាមានសម្ផឹងបាតគុកដែលវាវាយបហាពួក CP ណាយើងយកវាមកចាក់ត្រឡប់ទៅវិញណាដើម្បីអីដើម្បីឲ្យពួក CP ហ្នឹងវាភ្ញាក់ខ្លួនវាថាមីសัตว์នេះវាធ្លាប់ជេរអាភាសសពបែបយ៉ាងណាហើយទិញក្បាលពួកនឹងយកទៅប្រើដើម្បីជេរត្រឡប់មកវិញណាវាអត់មានប្រសិទ្ធភាពវាអត់មានខ្មែរខាងទៀតវាអត់មានប៉ះពាល់ដល់យើងហ្នឹងហើយអត់មានប៉ះពាល់ដល់យើងសូម្បីតែក្រាត់សន្តិចក៏អត់មានដែរហ្នឹងវាអត់មានលបើកអីទេហ្នឹងហើយអញ្ចឹងណាទោះជាវាប្រើពួកសណ្ដានថោកទាបចេញជេរបចោយើងត្រឡប់មកវិញណា
វាអត់មានខូចខាតអ្វីទាំងអស់អ្វីដែលភាសាវានិយាយវាយបហាបកមកវិញហ្នឹងណាគឺវាអត់មានប៉ះពាល់អ្វីយើងទេតែយើងវាយបហាវាយើងយករឿងពិតមកនិយាយណាបងដាក់ពីក្រោយវិញខ្ជិលមើលមុខវាហ្នឹងហើយហ្នឹងហើយយើងវាយបហាយកធាតពិតយកមកនិយាយវាកុហកពលរដ្ឋខ្មែរយើងវាយវាបកត្រឡប់ទៅវិញអាហ្នឹងហើយណាដែលវាមានប្រសិទ្ធភាពអញ្ចឹងហើយបានហ៊ុនសែនវាចូលចិត្តចំណាយលុយដើម្បីកុំឲ្យពួកនៅក្រៅប្រទេសហ្នឹងជេរវាសំពងក្បាលវាបកស្បែកវាណានៅក្នុងស្រុកខ្មែរវាគ្រប់គ្រងបានវាប្រក្រាបពលរដ្ឋខ្មែរអត់ឲ្យនិយាយអត់ឲ្យថាអ្វីទាំងអស់ប៉ុន្តែយើងនៅក្រៅប្រទេសវាអត់អាចប្រក្រាបយើងបានទេវាអត់អាចគម្រាមយើងបានទេអញ្ចឹងវាត្រូវតែចំណាយលុយវាចំណាយលុយទិញដើម្បីតែបំបត្តិមាត់ជេរទៅវាប៉ុន្តែវាឲ្យជេរត្រឡប់មកវិញអញ្ចឹងអាសម្ដីខ្ញុំយកមកចាស់នេះបងប្អូនកុំថាអត់ប្រយោជន៍អានេះគឺជាបន្លាជួសបន្លាយើងយកល្បិចហ៊ុនសែនណាហ្នឹងហើយយកល្បិចហ៊ុនសែនវាយកមកប្រើអញ្ចឹងដោយហ៊ុនសែនវាទិញក្បាលពួកវាមកជេរត្រឡប់មកយើងជេរយើងត្រឡប់មកវិញវាយកបន្លាមកជួសបន្លាអញ្ចឹងយើងក៏យកបន្លាជួសបន្លាដូចគ្នាណាអាហ្នឹងហើយល្បិចហ៊ុនសែនដែលយើងត្រូវតបវាត្រឡប់ទៅវិញបងប្អូនយើងបាច់ចាំអង្គុយជេរទេយើងអត់ចេះជេរទេអញ្ចឹងយើងខ្ចីមាត់វាជេរត្រឡប់ទៅវិញអាហ្នឹងហើយកុំថាអត់ប្រយោជន៍អាហ្នឹងមានប្រយោជន៍ណាហើយគេធ្វើឲ្យហ៊ុនសែនវាឈឺចាប់ធ្វើឲ្យពីក្បាលពួកអាហ្នឹងដែលលោកក្បាលវាឈឺចាប់ណាព្រោះឲ្យវាខ្មាស់មាត់ទៀតហាវាខ្មាស់មាត់ហើយវារៀនស្ដាប់ទៀតវារៀនស្ដាប់ទេដោយសារហេតុវារៀនស្ដាប់ពីព្រោះវាខ្មាស់ខ្លួនអ្វីវាខំជេរបចោវាយបហាពួកអាសនាឆ្កែ CP ពួកមេហ្នឹងអញ្ចឹងតែពេលណាពួកហ៊ុនសែនស្ដាប់ទៅអាក្នុងខួរក្បាលវាឈឺចាប់ពេលណាវាឈឺចាប់វាគុំដល់ពេលវាគុំយូរនឹងឆាប់មួយនឹងកងតែដាច់ក្បាលចេញពីខ្លួននេះណាអាហ្នឹងអញ្ចឹងអូខេអាហ្នឹងបលាជួបបលាទៅបងប្អូនឥឡូវខ្ញុំចូលសាច់រឿងបន្តិចណាខ្ញុំអត់ចង់ថាមិនដឹងចង់និយាយពីស្អីទេតែខ្ញុំចង់ចេញមកដើម្បីកុំឲ្យវាស្កាត់តែអ្វីខ្ញុំឃើញនេះខ្ញុំឃើញคลิปវីដេអូអានេះនឹងណែតអូអាស៊ីសេរីផ្សាយបាត់ហើយហ្នឹងអាស៊ីសេរីផ្សាយហើយអ្វីខ្ញុំចង់មកនិយាយគឺខ្ញុំចង់ទៅតបសម្ដីអាសម្ដីអានេះនឹងណែតអត់ដឹងថាវានិយាយពីអ្វីប៉ុន្តែខ្ញុំចង់តបទៀតសង្ឃឹមថាមិនដល់2ខែទេសង្ឃឹមថាចប់ហើយចាំខ្ញុំសូមយកពេលនេះនិយាយចឹងចុះ2ខែហើយនិយាយនេះនិយាយសម្រាប់2ខែទៀតសង្ឃឹមថាមិនដល់2ខែទេសង្ឃឹមថាចប់ហើយចាំខ្ញុំសូមយកពេលនេះនិយាយចឹងចុះ2ខែហើយជួបបន្លា Good morning បងហើយនិយាយនេះនិយាយសម្រាប់2ខែទៀតសង្ឃឹមថាមិនដល់2ខែទេសង្ឃឹមថាចប់ហើយចាំខ្ញុំសូមយកពេលនេះនិយាយចឹងចុះ2ខែហើយឥឡូវវាចាប់បាត់ទៅហើយវាចាប់ជាស្ថាពរហើយណាដែលសៀមវារៀបចំណាវាយលើកទី3ហើយសៀមវារៀបចំវាយលើកទី3តែឥឡូវយកស្អីទៅទប់ទល់ជាមួយសៀមប្តឹងក៏មិនប្តឹងហាមពលរដ្ឋខ្មែរណាដែលគាត់បាត់ទឹកបាត់ដីព្រៃព្រឹក្សានៅតាមព្រំប្រទល់ដែលយន្តឈ្លានពានបានយកទឹកដីខ្មែរបានណាគឺពលរដ្ឋខ្មែរគាត់ឈឺចាប់ណាពលរដ្ឋខ្មែរគាត់បានដាំប្រាប់មកខ្ញុំណាដែលគាត់រងគ្រោះដោយសារពួកអាស៊ានឈ្លានពានណាហើយហ្នឹងហើយគាត់បានផ្ដាំថាក្រុមពួកគាត់វេទនានៅក្នុងតង់វេទនាណាហ្នឹងហើយអញ្ចឹងពលរដ្ឋគាត់ផ្ដាំថាសូមឲ្យពួក CPP ចោះចេញពីតំណែងទៅគាត់មិនអាចនៅក្នុងតង់នឹងបន្តទៅទៀតទេដោយសារតែអសមត្ថភាពណានឹងរកដំណោះស្រាយឲ្យគាត់ណាបងប្អូនជនរងគ្រោះគាត់បានផ្ដាំថាសូមឲ្យ CPP ចោះចេញពីតំណែងទៅដើម្បីកុំឲ្យសៀមវាធ្វើទឹកទោម្លេងទៀតពីព្រោះវាយគ្នាពីប្រាវនេះបែរមកប្រាវពីប្រាវនេះគឺថាពលរដ្ឋហ្នឹងគាត់មានការខាតបងគាត់មានការពិបាកនឹងការណានឹងការរស់នៅនឹងការរកស៊ីអ្នកដែលបាត់ទឹកបាត់ដីទីកន្លែងនៅទីលំនៅរបស់គាត់មានការឈឺចាប់ជាខ្លាំងហាមគាត់មិនឲ្យនិយាយហាមគាត់មិនឲ្យស្រែកអ្វីទាំងអស់សូម្បីតែគាត់បាត់ទឹកបាត់ដីសៀមវាយកំតិចផ្ទះគាត់យ៉ាងណាក៏ដោយគឺគាត់ណាអត់ហ៊ាននិយាយអញ្ចឹងគាត់បានផ្ដាំថាបើអសមត្ថភាពសូមឲ្យលាលែងចេញពីតំណែងការលាលែងចេញពីតំណែងខ្មែរមានមេដឹកនាំថ្មីអញ្ចឹងពួកថៃវាអត់ហ៊ានបំពេញខ្មែរតទៅទៀតទេពីព្រោះគេមើលឃើញថាត្រកូលហ៊ុនគឺមិនបានស្រឡាញ់ទឹកដីមិនបានការពារពលរដ្ឋទេគឺគេការពារអំណាចរបស់គេពលរដ្ឋគេមើលឃើញច្បាស់តែម្ដងហើយកុំបោកប្រាស់កុំចេញមកបោកប្រាស់កុំនិយាយអ្វីបោកប្រាស់ពលរដ្ឋគេមានខួរក្បាលចេះគិតណាហ៊ុនសែនពួក CPP មិនបានស្រឡាញ់ទឹកដីមិនបានស្រឡាញ់ពលរដ្ឋទេ
គឺគេស្រឡាញ់អំណាចរបស់គេហើយអំណាចទាំងហើយដែលពួកថៃវាមើលឃើញវាមើលងាយអញ្ចឹងវាគម្រាមវាកំហែងវាប្លន់វាលេបទឹកដីខ្មែរវាឈ្លានពានខ្មែរបន្តទៅទៀតដោយយើងមានចំណុចខ្សោយជាច្រើននៅក្នុងកណ្ដាប់ដៃវាណាចំណុចខ្សោយរបស់ហ៊ុនសែនទី1យើងមិនមែនជាមេដឹកនាំដែលស្រឡាញ់ទឹកដីស្រឡាញ់ពលរដ្ឋទី2យើងជាមេចោលលំដាប់ពិភពលោកបង្កើតបោកក្រុមបោកប្រាស់តាមអនឡាញណាធ្វើឲ្យបរទេសគេស្អប់ស្រុកខ្មែរគេអត់លវីអត់រវល់គេមិនសូវចាប់អារម្មណ៍រឿងប្រទេសខ្មែរមិនចាប់អារម្មណ៍ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះហ្នឹងហើយគឺគេអត់ចាប់អារម្មណ៍ទេដោយសារតែហេតុតែអ្វីបានតែគេមិនចាប់អារម្មណ៍បងប្អូនចាជំរាបសួរសុខជិនមីឌាចាហេតុតែអ្វីបានគេមិនចាប់អារម្មណ៍ពលរដ្ឋខ្មែរដែលរងគ្រោះហ្នឹងណាពលរដ្ឋខ្មែរគាត់មានសង្ឃឹមថាបរទេសគេមកចោះជួយឯងតិចក្តីច្រើនក្តីគេមកជួយរកដំណោះស្រាយគាត់ដែរបើរដ្ឋាភិបាលយើងអត់មានដំណោះស្រាយគាត់ក៏បរទេសគេមើលឃើញដែរប៉ុន្តែបរទេសគេមិនអាចជួយពលរដ្ឋខ្មែរបានទេមូលហេតុដោយសារតែហ៊ុនសែនជាឆ្អឹងតតឹងករបស់បរទេសគ្រប់ទាំងអស់នេះពីព្រោះបើគេជួយពលរដ្ឋខ្មែរដោយជួយហ៊ុនសែនបន្តអំណាចទៅទៀតក្បត់បញ្ជាក្បត់ខ្មែរបន្តទៀតណាគេជួយពលរដ្ឋខ្មែរហាក់ដូចជាជួយហ៊ុនសែនឲ្យកាន់អំណាចបន្តទៅទៀតធ្វើបាបពលរដ្ឋមធ្យមឯងប្រទេសខ្លួនឯងមិនមធ្យមឯងប៉ុន្តែឲ្យហ៊ុនសែនមានអំណាចតទៅទៀតគឺហ៊ុនសែនបង្កើតក្រុមអនឡាញបោកប្រាស់តាមអនឡាញគឺពិភពលោករងគ្រោះដោយសារតែពួក CVP ពួកក្រុមចោល500 CVP ហ្នឹងឯងអញ្ចឹងហើយបានពលរដ្ឋខ្មែរគាត់មើលឃើញថាហ៊ុនសែនអសមត្ថភាពហ៊ុនសែនមិនអាចជួយពលរដ្ឋខ្មែរបានទេអញ្ចឹងបានគាត់ដេញហ៊ុនសែនចុះចេញទៅដើម្បីតែឲ្យបរទេសចាប់អារម្មណ៍មកជួយពួកគាត់បើខ្មែរមានមេដឹកនាំដែលស្រឡាញ់មនសិការដែលស្រឡាញ់ពលរដ្ឋខ្មែរមានមនសិការជាតិពិតប្រាកដណាហើយមានចំណុចខ្សោយនៅក្នុងដៃពួក CVP ណាព្រោះឥឡូវនោះហ៊ុនសែនមានចំណុចខ្សោយទី1ដែលយួនដែលថៃដែលប្លន់ទឹកដីខ្មែរឈ្លានពានខ្មែរបានណាដោយសារតែវាចំណុចខ្សោយមួយគត់គឺហ៊ុនសែនជាមេបោកប្រាស់តាមអនឡាញនៅក្នុងស្រុកខ្មែរគឺវាធំណាវាធំហ្នឹងហើយលើកទី3នេះវាទៅកំតិចទីតាំងទួលស្លែងហើយណាទៅទួលស្លែងក៏វាខុសទៀតទទួលកសាំងមិនត្រូវហ្នឹងហើយអញ្ចឹងបងប្អូនណាយើងនៅក្នុងនាមជាខ្មែរជាពិសេសបងប្អូនដែលរងគ្រោះដោយសារថៃឈ្លានពានហ្នឹងបងប្អូនកុំសង្ឃឹមថាហ៊ុនសែនបានជួយហើយក៏បងប្អូនកុំសង្ឃឹមតែពួកយើងឬក៏បរទេសជួយបងប្អូនអ្វីដែលបងប្អូនជួយបានហើយលឿនជាទីបំផុតណាគឺយើងស្រោះដៃគ្នាពលរដ្ឋយើងស្រោះដៃគ្នាយើងធ្វើការបាតកម្មស្រុកខ្មែរឲ្យពលរដ្ឋឲ្យបរទេសគេមើលឃើញថាពលរដ្ឋខ្មែររងគ្រោះដោយសារពួកហ៊ុនសែនណាអញ្ចឹងបងប្អូនចេញមកណាយើងរងគ្រោះដោយសារថៃមែនប៉ុន្តែថៃវាយកតែថាវាមកវាយកំទេច scam online ហ្នឹងហើយ scam online អញ្ចឹងឲ្យបានបរទេសគេមិនជួយអញ្ចឹងបើបងប្អូនរួមគ្នាធ្វើបាតកម្មទម្លាក់ពួកហ៊ុនសែនឬមិនទម្លាក់ក៏ដោយយ៉ាងម៉េចក៏ដោយអាហ្នឹងបានគេមើលឃើញបរទេសគេមើលឃើញថាពលរដ្ឋខ្មែរក៏ជាជនរងគ្រោះដែរពលរដ្ឋខ្មែរក៏ជាជនរងគ្រោះអញ្ចឹងគេជួយឬមិនជួយយើងគឺដោយសារយើងបើយើងរួមគ្នាកំតិចណាកំតិចពួកអតកូលហ៊ុនណាទើបយើងមានសង្ឃឹមថាគេមកជួយយើងបើយើងនៅតែត្រជាក់រហឹមយើងនៅតែអនុគ្រោះឲ្យពួក CP ដឹកនាំទៀតបង្កើតក្រុមអនឡាញបន្តទៀតគ្មានអ្នកណាគេមកជួយយើងក្រៅពីខ្លួនឯងជួយខ្លួនឯងទេបងប្អូនទៅគិតណាខ្មែររងគ្រោះដោយសារយួនផងខ្មែររងគ្រោះដោយសារសៀមផងហើយខ្មែររងគ្រោះដោយសារពួកអាក្រុមចោល CP ក្រុមចោល7មករាផងណាហើយយើងរងគ្រោះរាប់ឆ្នាំហើយមិនមែនតែឥឡូវហ្នឹងទេអានឹងប្រទេសខ្មែរយើងរងគ្រោះដោយសារតែគេគៀបសង្កត់គេបិទមាត់គេមិនអោយនិយាយការពិតណាគេលួចគេឆក់គេប្លន់ដីផ្ទះសម្បែងពលរដ្ឋខ្មែរដីរបស់បងប្អូនខ្មែរតែទូទាំងពិភពលោករងគ្រោះដោយសារតែ scam online បោកប្រាស់យកថវិកាគេណាហើយអញ្ចឹងបងប្អូនណាកុំសង្ឃឹមតែពួកយើងណាមានអីមានគ្រឿងមានតបអីណាទៅវាយហ៊ុនសែនតម្ដើមអំណាចជួយបងប្អូនអត់ទេបងប្អូនពួកបរទេសក៏គេអត់ធ្វើដូចអញ្ចឹងដែរគេមានអ្វីដែលគេត្រូវធ្វើគឺគេធ្វើប៉ុន្តែវាពេលវេលាយូរហើយគេត្រូវធ្វើណាដូចឥឡូវគេឃើញថាស្រុកខ្មែរគេកំពុងតែចោទហ៊ុនសែនមិនមែនចោទជាការពិតគឺអញ្ចឹងណាហ៊ុនសែននៅក្នុងស្រុកខ្មែរគឺបង្កើតទៅអាក្រុម scam online ហ្នឹងគឺច្រើនណាស់ហើយហ៊ុនសែនគឺជាមេខ្លោងក្នុងប្រទេសខ្មែរហ្នឹងអញ្ចឹងបើជាពួកហ៊ុនសែនកំពុងតែដេញចាប់ដេញចង់ទោះយ៉ាងណាក៏ដោយវាអត់បាត់ទៅណាវានៅតែ scam online នៅព្រួយពីព្រោះមេគេអត់ចាប់អាមេហ្នឹងអាហ៊ុនសែននឹងបាក់ពួក CP ខាងលើទៅគឺជាមេ scam online ក្នុងស្រុកខ្មែរហ្នឹងកុំថាបរទេសគេភ្លើគេអត់ភ្លើអញ្ចឹងគេកំពុងតែធ្វើការស៊ើបអង្កេតគេកំពុងតែធ្វើការយ៉ាងម៉េចក៏ដោយដើម្បីតែរកវិធានការយ៉ាងម៉េចក៏ដោយចាត់អាមេធំហ្នឹងប៉ុន្តែបងប្អូនត្រូវកុំភ្លេចកុំថាគេចាប់អាហ៊ុនសែនដល់ងាយទី
ទី1អាយួនវានៅពីក្រោយទី2អាហ៊ុនសែនវាបំពោកពួកអង្គរៈវាហ្នឹងបំពោកអង្គរៈវាដែលការពារអំណាចវាហ្នឹងវាច្រើនលុះលុបក្រៅពីអាហ៊ុនសែនបំពោកតាហ៊ានដែលការពារបរណភាពទឹកដីតាហ៊ានការពារបរណភាពទឹកដីបងប្អូនណាពួកអាហ្នឹងវាមិនសូវចាប់អារម្មណ៍មិនសូវជួយទៅហ្មងណាព្រោះអីការពារទឹកដីវាអត់មានទេវាអត់មានទៅដូចថាឲ្យតម្លៃទេតែអាហ៊ុនសែនវាបង្កើតវាឲ្យប្រាក់ខែវាឲ្យមានអាវុធទំនើបការស្លៀកពាក់សពបែបយ៉ាងទាំងអស់គឺវាបំពោកតែពួកអង្គរៈវាទេពួកអង្គរៈពួកវានេះហើយគឺអង្គរៈការពារអំណាចរបស់វាអញ្ចឹងហើយបានអាហ៊ុនសែនវាឲ្យថៃឈ្លានពានតាមចិត្តណាវាសុកចិត្តឲ្យពលរដ្ឋនៅស្ងៀមបិទមាត់ទាំងអស់ Good morning បងចាត់ថាចាវាបិទមាត់ពលរដ្ឋពួកអីវាចង់ឲ្យអាថៃហ្នឹងវាចង់ឲ្យហ៊ុនសែនបក្រាបពលរដ្ឋខ្មែរមិនឲ្យនិយាយអ្វីទាំងអស់មិនឲ្យថាអ្វីទាំងអស់ឲ្យវាឈ្លានពានទៅឲ្យបានយ៉ាងស្រួលទៅបើអាហ៊ុនសែនហ៊ានតបហ៊ានប្តឹងគឺអាថៃវាផ្លោងវាកំតិចពួកអាហ៊ុនសែនហាហ្នឹងវាស្រឡាញ់អំណាចវាហ្នឹងណាវាការពារអំណាចវាអញ្ចឹងហើយបានវាខ្លាចអាថៃទៅកំតិចទីជំរករបស់វានឹងទៅរករឿងវាដល់ទីលំនៅរបស់វាអញ្ចឹងវាខំប្រឹងបក្រាបពលរដ្ឋខ្មែរកុំមាត់ណារក្សាស្ថានភាពព្រោះខ្លាចអាថៃវាផ្លោងដាក់អាថៃវាទៅកំតិចជំរករបស់វាអាហ្នឹងហើយដែលយើងមើលឃើញថាពួកអស់នេះវាអត់ស្រឡាញ់ទឹកដីទេណាវាអត់ស្រឡាញ់ពលរដ្ឋវាអត់ស្រឡាញ់ទឹកដីទេវាស្រឡាញ់អំណាចរបស់វាហើយតែវាឡើងមកនិយាយនេះគឺវាកុហកបងប្អូនទេវាមិនមែនខ្លាចបងប្អូនស្លាប់ទេឲ្យបងប្អូននៅស្ងាត់ស្ងៀមណារក្សាស្អីគេហៅគេរក្សាបត់ឈប់បាញ់បានល្អណាស់ទេវាយកក្លេសទេពួកអាឆ្កែ7មករានេះវាមិនដែលស្ដាប់អ្នកណាគេទេវាមានតែផ្កើនដាក់គេណាវាអត់មានដែលស្ដាប់អ្នកណាវាមិនដែលថាស្អីណាធ្វើស្អីណាគោរពច្បាប់អីណាត្រឹមត្រូវពួកអាសន្តានឆ្កែនេះវាមិនដែលគោរពច្បាប់ម្ដងណាឡើយតែវាយកលេសគោរពបត់ឈប់បាញ់អាគោរពបត់ឈប់បាច់នេះហើយគឺជាការយកលេសដោះសាររបស់វាដោយវាមិនហ៊ានតបតជាមួយថៃតែហែងតែហ៊ានកម្រើកអញដាក់ហែងតែហ៊ានកម្រើកអញដាក់ហែងអាហ្នឹងដូចអាទូចហាក់ធំចឹងបងប្អូនណាបងចិនសគុណ Good morning បងអរគុណច្រើនដែលបងបានជួយផ្ញើឲ្យក្រុមបងអូនអរគុណច្រើនហ្នឹងហើយបងប្អូនអាថៃហ្នឹងហើយអាថៃគឺជាបងធំហើយអាហ៊ុនសែនគឺជាអាទូចប្រៀបធៀបចឹងហ្នឹងហើយអាទូចហើយអាទូចនេះវាមាននំនៅនឹងដៃហើយអាធំវាចង់បាននំអាទូចហើយដល់អាទូចវាវាយដល់អត់វាយអត់ឈ្នះគេហ្នឹងស្លុតអាធំវាស្លុតអាទូចហែងឲ្យនំនឹងដៃឲ្យអញបើឯងអត់ឲ្យអញវាយឯងអានោះទោះជាមិនចង់ឲ្យក៏ដោយគេត្រូវតែឲ្យដែរហើយឯងអញវាយហើយឯងកុំយំឯងតែយំអញវាយឯងទៀតឯងតែយំឯងតែស្រែកអញវាយឯងទៀតណាអានោះហ៎គេវាយយ៉ាងត្រង់ហើមមុខហើយអត់ហ៊ានស្រែកអត់ហ៊ានយំទេសុកចិត្តអត់ធ្មត់ហ្នឹងពួកយើងវាទូជាងគេយើងចាញ់គេឲ្យនំទៅគេហើយគេវាយទៀតហើយអត់ហ៊ានយំទៀតអត់ហ៊ានយំអត់ហ៊ានស្រែកឲ្យគេលឺទៀតតែឯងតែលឺស្រែកលឺអញដៃលឺដែរអានឹងរបៀបចឹងហ្នឹងហើយអានឹងរបៀបចឹងសក់ខ្មែរដូចគ្នាចឹងឃើញទេអាហ៊ុនសែននេះវាឃើញអាថៃណាវាមានអាវុធវាមានសពបែបយ៉ាងទាំងអស់ហើយវាឈ្លានពានប៉ុណ្ណឹងហើយអាហ៊ុនសែនវាអត់ហ៊ានស្រែកវាអត់ហ៊ានយំទេដោយសារខ្លាចអាធំហ្នឹងវាមូលកវាខ្លាចបាត់អំណាចណាហ្នឹងហើយហ៊ុនសែនក៏ហក់លេងសំហើយចាត្រឹមត្រូវបងហ្នឹងហើយហើយអញ្ចឹងបងប្អូនកុំជឿហ៊ុនសែនណារក្សាស្ថានភាពហ៊ុនសែនគោរពបត់ឈប់បាញ់ហ្នឹងដោយសារតែខ្លាចអាថៃហ្នឹងវាយប្រមូលកកបដាច់ហ្នឹងឯងណាដោយអាធំវាបានគម្រាមកំហែងអញវាយឯងយកនំឯងតែហ៊ានយំឯងតែហ៊ានស្រែកតវ៉ាអញវាយឯងមូលកឯងបដាច់អាហ៊ុនសែនដូចគ្នាចឹងឯងតែហ៊ានស្រែកឯងតែហ៊ានប្តឹងអញវាយចូលដល់ផ្ទះឯងតែហ៊ានណាទៅស្រែកឲ្យពលរដ្ឋខ្មែរតតាំងឯងតែហ៊ាននិយាយអ្វីក៏ដោយឲ្យតែប៉ះពាល់ថៃអញនឹងផ្លោងទៅដល់ផ្ទះឯងទួលកសាំងអញទៅកំតិចផ្ទះឯងទួលកសាំងពួកគេធ្វើបានចឹងហើយបានអាហ៊ុនសែនយកលេសប្រាប់ពលរដ្ឋខ្មែរវាគោរពបត់ឈប់បាញ់អាគេបាញ់នេះវាគោរពបត់ឈប់បាញ់វាយកលេសវាថាខ្លាចពលរដ្ឋខ្មែរហ្នឹងពេលអាហ៊ុនពេលអាថៃផ្លោងមកអញ្ចឹងខ្លាចពលរដ្ឋខ្មែរមានគ្រោះថ្នាក់ណាខាតបងពលរដ្ឋខ្មែរប៉ុន្តែឥឡូវនេះគ្រោះថ្នាក់ក៏ពលរដ្ឋខ្មែរគ្រោះថ្នាក់គៀបសេទីជួបបងស្លាប់ច្រើនណាហ្នឹងហើយណាបាត់បង់ទ្រព្យសម្បត្តិក៏បាត់បង់ទ្រព្យសម្បត្តិប៉ុន្តែអាសន្តានខ្វាក់នេះវាមិនដែលថាខ្លាចពលរដ្ឋស្លាប់ម្ដងណាឡើយវាមិនខ្លាចចំណាយជីវិតតែហ៊ានចំណាយជីវិតពលរដ្ឋទេវាអត់ដែលខ្លាចម្ដងណាឡើយវាមានតែណាវាមានតែចូលចិត្តបំផ្លាញអាយុជីវិតខ្មែរដើម្បីតែអំណាចរបស់វាហើយអាទាំងអស់នេះវាកុហកបងប្អូនថាថៃធ្វើសង្គ្រាមមកទៀតខ្លាចត្រូវបងប្អូនស្លាប់វាមិនដែលខ្លាចម្ដងណាឡើយបើអាហ៊ុនសែនវាខ្លាចពលរដ្ឋខ្មែរការពារអាយុជីវិតខ្មែរសាក់ពលរដ្ឋខ្មែរទូនគ្នាធ្វើបាតកម្មមើលបំអានអង្គរៈវាដាក់ធានបាញ់បងប្អូន
បងប្អូនកុំភ្លេចនៅផ្លូវវែងស្រេងវាធ្វើយ៉ាងម៉េចខ្លះគាត់តែកម្មការរីធ្វើបាតកម្មតម្លើងប្រាក់ខែសោះវាដាក់ទៅហ៊ានសម្រាប់បងប្អូនឃើញបាញ់បងប្អូនហើយនឹងវាអង្គុយលើវេទិកាវានិយាយទៀតណាវាថាយ៉ាងម៉េចវាថាបើថ្ងៃហ្នឹងដឹងថាថ្ងៃជាថ្ងៃដែលពលរដ្ឋបះបោចង់ទម្លាក់អំណាចវាហ្នឹងគឺវានឹងមិនខ្លាចនឹងចំណាយអាយុជីវិតណាអាយុជីវិតខ្មែរគឺថ្ងៃនេះគឺជាថ្ងៃដែលធ្វើបន់សពពលរដ្ឋហ្នឹងហើយឃើញវាផ្កើអញ្ចឹងណាអញ្ចឹងកុំជឿអាសន្តានឆ្កែហ្នឹងព្រោះអាសន្តានឆ្កែនេះវាមិនដែលគោរពមកច្បាប់ម្ដងណាឡើយវាដឹកនាំចិត្ត50ឆ្នាំហើយគឺវាប្រឆាំងជាមួយអង្គការសិទ្ធិមនុស្សវាស្ដីឲ្យគេយ៉ាងម៉េចខ្លះគេរិះគន់វាគេសំឡូងពរវាឲ្យគោរពសិទ្ធិមនុស្សឲ្យចេះឲ្យចឹងវាមានតែស្ដីឲ្យវាឲ្យស្ដីឲ្យគេវាកុំវាដេញអង្គការសិទ្ធិមនុស្សចេញវាដេញណាវាសុឯករាជ្យចេញដូចជា VOA អាស៊ីសេរីវាដេញចេញតិចហើយហ្នឹងហើយដែលវាគោរពបទហ្នឹងគោរពច្បាប់ហ្នឹងគឺវាតែគោរពច្បាប់ម្ដងណាឡើយអញ្ចឹងអារឿងអាគោរពបទឈប់បាញ់នេះគឺជាការវាយកក្លេសដោយសារតែវាខ្សោយវាអត់ហ៊ានតជាមួយថៃអញ្ចឹងវាកុហកបងប្អូនគឺថាវាគោរពបទឈប់បាញ់អាសន្តានឆ្កែថោកទាបនេះវាមិនដែលខ្ញុំនិយាយម្ដងទៀតបច្ចាក់កន្លែងហ្នឹងវាមិនដែលគោរពបទឈប់បាញ់ម្ដងណាឡើយវាមិនខ្លាចនឹងលះបង់អាយុជីវិតខ្មែរវាមិនខ្លាចនឹងលះបង់ទឹកដីដូនតាខ្មែរដើម្បីរក្សាអំណាចរបស់វាទេឥឡូវបងប្អូនមើលអាយុវាគ្រប់គ្រងខ្មែរតែអាយុវាបានស្អីខ្លះនៅលើទឹកដីនៅលើទឹកដីខ្មែរខ្ញុំនិយាយជាដដែលព្រោះមុខអាដដែលនេះវាកុហកគេចិត្ត50ឆ្នាំហើយដីរាប់លានហិកតាដីហ្នឹងមិនមែនដីលាទេមិនមែនដីកទេគឺដីព្រៃខ្មែរព្រៃឈើហូបប៉ុណ្ណាណៃរាប់លានហិកតាដល់ឲ្យយួន99ឆ្នាំធ្វើកងក្រៅយួន99ឆ្នាំបងប្អូនណា99ឆ្នាំផ្ដល់ឲ្យយួនអនុញ្ញាតឲ្យពួកយួនចូលមកទឹកដីខ្មែរណាទី24ខេត្តក្រុងឃើញទេពលរដ្ឋយួនចូលមកធ្វើការរកស៊ីស្រុកខ្មែរខុសច្បាប់មានច្បាប់អត់ខ្វល់តាមព្រំប្រទល់ពួកយួនចូលតាមអាសេរីជីម៉ូតូមកចូលបោះតាលុយនៅក្នុងអាកែគេប្រហែលគេទៅឲ្យបោះទីចូលមកសេរីប៉ុន្តែខ្មែរទៅស្រុកយួនអត់មកសេរីដូចយួនចូលស្រុកខ្មែរគិតឲ្យច្បាស់កន្លែងហ្នឹងហើយកន្លែងហ្នឹងឯងដែលស្ថាអាហ៊ុនសែននេះវាជាមេដឹកនាំរបស់ខ្មែរអាហ៊ុនសែននេះវាជាមេដឹកនាំពិតប្រាកដទេមែនទេដើម្បីតែអំណាចរបស់វាអាហ៊ុនសែនធ្វើតាមយួនចង់បានទាំងអស់ណាឥឡូវមើលនៅស្រុកខ្មែរនេះបាច់តាមថាស្រុកខ្មែរហ្នឹងខ្មែរកម្ពុជាក្រោមតែខ្មែរកម្ពុជាក្រោមសុខខ្មែរកម្ពុជាក្រោមហ្នឹងមានសមាគមមានសមាគមខ្មែរយើងទៅដាក់ហ្នឹងដើម្បីឲ្យខ្មែរមានតំណែងគ្នាក្នុងនាមជាខ្មែររាប់អានគ្នាបងប្អូនខ្មែរអត់ទេនៅស្រុកយួនតាខ្មែរមានសមាគមខ្មែរនៅស្រុកយួនទេអត់ទេចុះហេតុអ្វីបានតែអាយួនវាមានសមាគមវានៅស្រុកខ្មែរគ្រប់24ខេត្តក្រុង25ខេត្តក្រុងមូលហេតុអ្វីណាបងប្អូនអានេះគឺជាយុទ្ធសាស្ត្រលេបទឹកដីខ្មែរយកអាឆ្កែខ្វាក់ដាក់បន្ទប់ដើម្បីប្រឡប់បោកប្រាស់ជាតិនិងអន្តរជាតិថាខ្មែរមានមេដឹកនាំតាមពិតខ្មែរអត់មានមេដឹកនាំទេខ្មែរគឺមានមេចោលកំពុងតែដឹកនាំរាល់ថ្ងៃហ្នឹងហើយអានឹងខាងយួនឥឡូវខាងថៃទៀតវាថាយ៉ាងម៉េចបងប្អូនបើពួកអាសន្តានឆ្កែនេះវាមិនកាត់ទឹកដីឲ្យថៃទេណាបងប្អូនគិតមើលអារឿងកាត់ទឹកដីនេះគឺវារៀបគម្រោងហើយយើងមើលឃើញអាផ្ទះគេរាប់ពាន់យកដាក់នៅភូមិណានៅខេត្តណាខ្ញុំឃើញហើយមើលបងប្អូនណាមិនមែនមួយខែពីរខែទៅហើយណាទោះបីជាអាផ្ទះគេធ្វើហើយយកទៅដាក់បន្ទប់ក៏ដោយប៉ុន្តែក៏ត្រូវការទៅឆ្ការព្រៃទៅរៀបចំកន្លែងហ្នឹងក៏យ៉ាងតិចក៏កន្លះឆ្នាំដែរណាយ៉ាងតិចក៏កន្លះឆ្នាំដែរឥឡូវនេះឃើញផ្ទះដែលធ្វើទុកទម្លាបដើម្បីឲ្យទុកឲ្យដោះដូរឲ្យខ្មែរជនរងគ្រោះដែលថៃឈ្លានពានយកទឹកដីផ្ទះសម័យរបស់គាត់បងប្អូនគិតមើលនេះបានន័យថាហ៊ុនសែនវារៀបគម្រោងមកហើយវាកាត់ទឹកដីឲ្យគេឲ្យទៅថៃទៅដល់តែពេលឲ្យវាទៅរៀបចំផ្ទះណាដើម្បីសគួរពេលណាថៃវាយកទឹកដីពលរដ្ឋអត់មានទឹកដីអញ្ចឹងបញ្ជូនពលរដ្ឋទៅនៅអាផ្ទះដែលវាសគួរទុកបានន័យថាជាការរៀបចំរបស់វាហើយវាកាត់ទឹកដីឲ្យគេដើម្បីដូរយកអំណាចរបស់វានឹងឯងអញ្ចឹងហើយបានវាប្រក្រាបបងប្អូននៅស្គៀមកុំមាត់កំតោដៃយកដេះតាឲ្យគ្រប់បាត់ឈប់បាញ់ហើយប្តឹងក៏វាអត់ប្តឹងក៏វាមិនប្តឹងណាហាមពលរដ្ឋមិនឲ្យនិយាយមិនឲ្យថតពណ៌សារព័ត៌មានមិនឲ្យនិយាយទាំងអស់រឿងពិតគឺមានតែព័ត៌មានទេព័ត៌មានវាទេដែលវានិយាយណាសារព័ត៌មានក្មេងៗនឹងស្រុកខ្មែរដែលពលរដ្ឋធម្មតាគាត់ចង់យកសារព័ត៌មានប្រាប់ក៏ហាមខាត់គេមិនឲ្យនិយាយណាពលរដ្ឋតដៃក៏មិនឲ្យតដៃណាពលរដ្ឋស្រែកបាត់ទឹកបាត់ដីណាចង់និយាយពីការឈឺចាប់បាត់ទឹកក៏អត់ឲ្យនិយាយទៀតបានន័យថានេះគឺជាណាសង្គ្រាមនេះគឺជាសង្គ្រាមណា
តែកាត់ទឹកដីឲ្យគេបន្លំភ្នែកដើម្បីកុំឲ្យពលរដ្ឋមើលមកថាកាត់ទឹកដីឲ្យគេវាងាយពេកវាស្រួលពេកអញ្ចឹងហើយកុំឲ្យពលរដ្ឋបន្ទោសទៅវាប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងមានខួរក្បាលចិត្តគិតណាយើងដឹងណាបើសិនជាសង្គ្រាមនេះអាចឆៃឈ្លានពានពិតប្រាកដទេបងប្អូនទី1វាត្រូវអត់ហាមពលរដ្ឋទេវាត្រូវឲ្យពលរដ្ឋយើងនិយាយស្រែកឲ្យបរទេសគេមើលឃើញថាថៃវាឈ្លានពានខ្មែរមែនណាសារព័ត៌មានត្រូវផ្សាយគ្រប់កន្លែងទាំងអស់ឲ្យគេឃើញការជួយចាប់របស់ខ្មែរយើងការរងគ្រោះរបស់ខ្មែរយើងត្រូវតែផ្សព្វផ្សាយសពបែបយ៉ាងចុះហេតុអ្វីបានជាវាបាត់នេះហើយគឺជាផុសតាំងពិតប្រាកដថាសង្គ្រាមនេះគឺជាសង្គ្រាមរៀបចំកាត់ទឹកដីឲ្យគេហើយបើបែរទៅពួកអាថៃនេះដូចគ្នាចឹងបងប្អូនមានឃើញអានូទីនហ្នឹងហ៎វាត្រូវគ្នាជាមួយនាងសុផឹងបានសេរីមុំហ្នឹងហ៎ឃើញហ៎វាត្រូវគ្នាដូចសកលថាក់ស៊ីនត្រូវជាមួយពួកហ៊ុនសែនចឹងបងប្អូនគិតមើលអាចគេនិយាយខ្ញុំគិតទេណាខ្ញុំជឿថាអាចគេនិយាយត្រូវគ្នាដែរអានូទីននោះវាបង្កើតសង្គ្រាមវាធ្វើសង្គ្រាមដើម្បីតែវាចង់បានប្រជាប្រិយភាពពីពលរដ្ឋរបស់ថៃណាពីពលរដ្ឋរបស់ថៃដើម្បីតែណាទៅដឹកនាំប្រទេសអាហ៊ុនសែនដើម្បីតែចង់ទៅដឹកនាំប្រទេសតទៅទៀតកាត់ទឹកដីឲ្យគេដោយសារវាមានចំណុចខ្សោយវាសម្រាប់លោកលឹមកំចាក្នុងស្រុកនៅប្រទេសថៃហ្នឹងវាតតំណងជាមួយពួកថាក់ស៊ីនណាដែលវាបញ្ចេញសម្លេងកូនថាក់ស៊ីនបញ្ចេញនិយាយក្តៅក្រហាយអីនៅគេនិយាយចង់និយាយថាវាលូកដៃទៅក្នុងនយោបាយពួកថៃអញ្ចឹងដល់វាលូកចឹងទៅណាវាលូកចឹងទៅអាថៃវាដឹងហែងខុសច្រើនហែងចឹងហែងបើមិនកាត់ទឹកដីអញទេអញកំតិចហែងណាព្រោះហែងមានផុសតាងពិតប្រាកដហែងសម្រាប់លោកលឹងកំចាណាហែងណាបានលូកដៃចូលក្នុងនយោបាយណាគណៈបកជាមួយថាក់ស៊ីនពួកថៃហែងខុសហែងធ្វើប៉ាសពតឲ្យក្រុមគ្រួសារថាក់ស៊ីនណាហែងបានតំណែងមួយក្រុមគ្រួសារថាក់ស៊ីនបានយ៉ាងល្អបង្កើតអំពើពុករលួយណាបង្កើតក្រុមអនឡាញបោកប្រាស់អនឡាញសោះអាហ្នឹងគឺចំណុចខ្សោយរបស់ហ៊ុនសែននៅក្នុងកំណត់ដៃទៅគេអញ្ចឹងហែងត្រូវតែកាត់ទឹកដីឲ្យហើយកំណត់ខ្ញុំគិតចឹងណាបើវាមិននិយាយត្រូវគ្នាទេព្រោះអាពីរក្បាលហ្នឹងវាល្មមអំណាចដូចគ្នាស្អីគេអានូទីនវាចង់ទៅធ្វើជានាយករដ្ឋមន្ត្រីដើម្បីបានជាប្រតិភិបវាត្រូវតែបង្កើតសង្គ្រាមឲ្យពលរដ្ឋវាបោះឆ្នោតឲ្យអាហ៊ុនសែនណាដោយសារមានចំណុចខ្សោយនៅក្នុងពួកក្នុងដៃថៃជាច្រើនអញ្ចឹងវាកាត់ទឹកដីឲ្យគេណាកាត់ទឹកដីឲ្យគេអញ្ចឹងវាត្រូវតែធ្វើយ៉ាងម៉េចបង្កើតសង្គ្រាមដើម្បីកុំឲ្យមើលមកវាថាកាត់ទឹកដីគេវាងាយពេកវាអាក្រក់មើលពេកបង្កើតសង្គ្រាមទៅណាអានេះហើយគឺវានិយាយត្រូវគ្នាអូខេហ្នឹងហើយបើយើងមានខួរក្បាលចេះគិតណាសង្គ្រាមនៅកន្លែងណាក៏ដោយប្រទេសណាក៏ដោយសូម្បីតែថៃអ្វីក៏ដោយវាឈ្លានពានខ្មែរយើងពេញហ្នឹងមិននៅវាខំប្រឹងថតបង្ហោះវាធ្វើសប្បាយចិត្តឲ្យពិភពលោកមើលឃើញណាអ្វីដែលវាប្លន់ខ្មែរណាវាមើលមកវាធ្វើទៅកុំឲ្យវាមានទោសវាត្រូវធ្វើយ៉ាងម៉េចក៏ដោយគឺវាត្រូវវាជាអ្នកបំពេញយើងវាជាអ្នកប្លន់យើងប៉ុន្តែទីបញ្ចប់ដល់តែវាផុសវាបង្ហោះវានិយាយទៅវាជាអ្នកត្រូវយើងគេប្លន់គេសម្រាប់យើងគេឈ្លានពានបាត់ទឹកដីយើងជាអ្នកខុសហ្នឹងហើយគឺសង្គ្រាមដែលបង្កើតឡើងមកណាដោយសារតែកាត់ទឹកដីឲ្យគេពួកអាពីរក្បាលហ្នឹងវាចង់បានប្រជាប្រិយភាពដូចគ្នាហ៊ុនសែនបើកាត់ទឹកដីឲ្យគេទៅវាអាក្រក់ស្រាប់ពេកអាក្រក់មើលពេកឲ្យពលរដ្ឋដឹងអញ្ចឹងហែងធ្វើសង្គ្រាមណាហ្នឹងគឺវាអញ្ចឹងណាមានងាប់គ្មានយល់ហេតុផលនិយាយអត់ន័យអញហ្នឹងហើយអញអត់និយាយអត់មានហេតុផលទេអញនិយាយយ៉ាងច្បាស់ហេតុផលអញនិយាយយ៉ាងច្បាស់តែពួកអាឆ្កែឯងស្លាប់អត់ចូលទេពួកឯងឈួតនឹង7មករាហែងចេះតែត្រឹម7ហ្នឹងឯងអញ្ចឹងបាទឯងស្លាប់អត់យល់ណាអញប្រាប់តែណាអញប្រាប់ថាបើអាថៃវាឈ្លានពានពិតប្រាកដហេតុអីបានហាមពលរដ្ឋខ្មែរមកឲ្យនិយាយណាបើអាថៃណាវាណាមិននិយាយត្រូវគ្នាជាមួយអាខ្វាក់ទេហេតុអ្វីណាបានអាខ្វាក់មិនទៅប្តឹងអញសួរឯងមិនចាំបាច់រឿងសម្រាប់លោកកំលឹមកំចាយទេគឺថៃវាមានសិទ្ធិយកដីថៃឲ្យស្រួលគឺហ៊ុនសែនឲ្យដីយួនហេតុអីថៃមិនហ៊ានយកបើហ៊ុនសែនហ៊ានប្តឹងថៃហ៊ុនសែនក៏ត្រូវប្តឹងយួនដូចគ្នាខ្ញុំបាននិយាយមិនអញ្ចឹងអានោះវាធំអាទូចវាយអាធំអញ្ចឹងអាទូចវាអត់មានអីអញ្ចឹងវាគម្រាមយកបានទាំងអស់ហ្នឹងហើយអាយួនវាឃើញអាថៃវាមកប្លន់យកទឹកដីបានអញ្ចឹងអាយួនវាប្លន់ទឹកដីខ្មែរហើយតាំង79មកវាគ្រប់គ្រងខ្មែរហើយអាយួនវាគ្រប់គ្រងខ្មែរគាត់លើកតាហ៊ុនសែនមកដាក់បន្ទប់ដើម្បីបន្លប់គេទេអញ្ចឹង
ដែលវាឃើញអាថៃមកឆ្លៀនពៀនខ្មែរអញ្ចេះណាដែលផ្ទះសំបែងខ្មែរទឹកដីខ្មែរវាប្លន់បានហើយចុះរឿងអីណាវាអនុញ្ញាតឲ្យអាថៃប្លន់ទៅទៀតបន្តទៀតអញ្ចឹងអាចយួននេះឃើញវាបញ្ចេញមកហ៎ឃើញឥឡូវបងប្អូនឃើញធ្លាប់ឃើញថាពីមុនមកដែលយើងចោទថាអាហ៊ុនសែនជាកាជះយួនអាហ៊ុនសែនជាអាចងយួនសបាយទាំងអស់ណាយើងឃើញតែមេដឹកនាំយួនកប៉ិកកប៉ុកមកខ្លះណាតែពេលនេះគឺវាបង្ហាញយួននៅលើទឹកដីខ្មែរសមាគមវា24ខេត្តក្រុងពីមុនមកយើងដឹងថាវាមានសមាគមវាយើងដឹងប៉ុន្តែវាអត់បានបង្ហាញទេតែឥឡូវនេះមេដឹកនាំវាថ្មីឡើងមកឃើញទេវាចូលមកស្រុកខ្មែរវាប្រជុំឃើញយួនដែល24ខេត្តក្រុងលើទឹកដីខ្មែរឃើញវាបង្ហាញយ៉ាងម៉េចវាបង្ហាញទៅថៃវាអាថៃទឹកដីខ្មែរគឺជាទឹកដីរបស់អញដែលអញបានប្លន់ពីខ្មែរយូរហើយជាទឹកដីរបស់អញអញ្ចឹងហែង stop ហែងឈប់ដំណើរតែហ្នឹងណាហែងបានប៉ុណ្្នឹងហើយហែងឈប់មកទៀតហ្នឹងហើយបងប្អូនឃើញជួមមូលហេតុអ្វីកាប់ពីសង្គ្រាមដំបូងឡើយអាយួនវាទៅចាក់ដៃជាមួយអាថៃហើយវាអត់មានថ្កោលទោសថៃវាទៅចាក់ដៃជាមួយអាថៃមូលហេតុអ្វីបានថាអាពីរក្បាលនេះវានិយាយត្រូវគ្នាហើយញ៉ាអាពីរក្បាលអាយួនហ្នឹងហើយអាថៃនេះវានិយាយត្រូវគ្នាហើយវាអត់មានថ្កោលទោសថៃសម្បីតែបន្តិចវាមានតែចាក់ដៃវាមានតែទៅចាក់ដៃថៃហើយឥឡូវវាអត់មានសំបីឥឡូវក៏វាអត់មានថ្កោលទោសអាថៃដែរវាបញ្ចេញសមាគមវា24ខែក្រុងមេដឹកនាំវាថ្មីមកបង្ហាញថៃណែទឹកដីហែងប៉ុណ្ណឹងបានហើយកែប៉ុណ្ណឹងស្រាប់អញឯងហែងឈប់ចូលមកទៀតគឺជាបង្ហាញថាទឹកដីខ្មែរគឺជួនវាគ្រប់គ្រងនេះគឺជារបស់យួនហ្នឹងហែងបានប៉ុណ្ណឹងបានហើយណាហើយអាឆ្កែខ្វាក់នេះវាឲ្យមានជានិយាយឃើញត្រូនអាឆ្កែខ្វាក់ហ្នឹងគេត្រូវក៏ត្រូវសំពងរបស់អាយួនទៀតហែងទៅធ្វើស្អីបានគេមានលេសវាយបហាគេបានគេយកទឹកដីប៉ុណ្ណឹងណានៅពេលហ៊ុនសែនចង់ជួបមេដឹកនាំយួនហ៊ុនសែនតែបញ្ជាឲ្យស្ដេចទៅក្រៅប្រទេសឬក៏ធ្វើជាឈឺដែរអានេះជារឿងធម្មតាទេទឹកដីដែលយួនវាគ្រប់គ្រងបានហើយស្ដេចនឹងគឺជាគេយកស្ដេចមកធ្វើជាឧបករណ៍ពេលណានយោបាយគេទាល់ច្រកគេយកស្ដេចទៅមកដាក់ឆ្នាំមើលពេលនយោបាយគេទាល់ច្រកគេយកស្ដេចទៅមកណាហើយđâyបានហ៊ុនសែននឹងវាប្រទេសអំណាចយកអានេះដឹងណាព្រោះអំណាចនាយករដ្ឋមន្ត្រីហ្នឹងវាទូចជាងអំណាចប្រធានសភាហ្នឹងពីព្រោះប្រធានសភាហ្នឹងវានៅក្រោមតែស្ដេចមួយឯងពេលណាស្ដេចអត់នៅណាគឺអាប្រធានសភាហ្នឹងហើយគឺវាអាកាត់ណាអញ្ចឹងហើយវាត្រូវតែបញ្ជូនស្ដេចទៅណាដើម្បីវានៅអាកាត់ណាស្ដេចអត់អាចមានសិទ្ធិធ្វើអ្វីទេធំដុំឯងមានសិទ្ធិតែធ្វើកប៉ិកកប៉ុកឯងដូចជាចេញអាស្អីគេហៅគេអាចចេញអាក្រិតស្អីគេអក្រិតស្អីហៅស្អីគេមិនដឹងទេហ្នឹងហើយណាដើម្បីតែដូចជាហោះឥឡូវបញ្ចេញស្អីណាមកឲ្យអ្នកនេះធ្វើអុកញ៉ាឲ្យអានេះទៅបន្តិចតួចទេហៅស្អីណែចាំនិយាយថាអាស្ដេចនឹងអត់មានសិទ្ធិធ្វើអ្វីធំដុំទេអាកាត់ធំដុំគឺអត់ទេគឺបុកចេញឲ្យមុខហ៊ុនសែនមកដើម្បីជំនួសស្ដេចចេញមុខមកតែរឿងកប៉ិកកប៉ុកទេក៏ពេលពុកដូចជាសញ្ញេដើម្បីតែទម្លាក់គឹមសខាចាក់គឹមសខាដាក់គុកណាដូចជាសញ្ញេឲ្យអ្នកនេះធ្វើអុកញ៉ាឲ្យនោះធ្វើអុកញ៉ាអីចឹងណាអារឿងក៏ពេលពុកក្នុងប្រទេសហ្នឹងតែរឿងធំដុំគឺស្ដេចឈឺហើយទៅបាត់ហើយមានកិច្ចការធំដុំគឺស្ដេចរត់បាត់មានការស្អីគឺស្ដេចឈឺអត់នៅទេព្រោះហ៊ុនសែនវាអនុក្រឹតចាអរគុណច្រើនអនុក្រឹតហ្នឹងហើយអញ្ចឹងស្ដេចគ្រាន់តែជាឧបករណ៍នយោបាយរបស់គេទេណាយើងមិនអ្នកណាក៏យើងដឹងដែរអ្នកណាក៏គេដឹងដែរបងប្អូនខ្មែរយើងភាគច្រើនតាមដាននយោបាយគឺគេដឹងហើយចាអញ្ចឹងវាមិនចម្លែកទេហើយអា24 25ខែក្រុងយួននេះនៅស្រុកខ្មែរនេះហើយតែគ្រាន់តែអាប្រធានាធិបតីយួនណាតម្លើងថ្មីមកណាហើយមកប្រមូលគ្នាវា24ខែក្រុងប្រជុំគ្នាវាសោះហើយគេបានចាប់បាច់ទៅចូលក្នុងស្ដេចក្នុងវាំងស្ដេចហើយតែវិញបាននេះតាស្ដេចនឹងវាទូជាងអាហ៊ុនសែនតម្លើងខ្លួនឯងធ្វើជាស្ដេចអាហ៊ុនសែនតម្លើងខ្លួនឯងធ្វើជាស្ដេចអញ្ចឹងហើយបានប្រមូលពួកអាមេដឹកនាំយួនឲ្យមើលទឹកខ្មែរយកទៅប្រជុំគ្នាក្នុងវាំងស្ដេចចុះទៅប្រជុំហៅស្រាប់បានទេឬក៏ប្រជុំនៅកន្លែងណាគេថាប្រជុំអត់បានទេណាអីវាមានស្អីណាពួកអា CP មិនខ្ញុំចូលទៅហើយបាច់ចូលស្ដេចទៅបាននេះអាហ៊ុនសែនវាតម្លើងខ្លួនវាធ្វើជាស្ដេចអត់ដឹងអញជាស្ដេចអញជាអ្នកអាកាត់ហ្នឹងអាចោស្ដេចផ្ទះបាញ់នេះ
អានេះមិនត្រឹមប្លន់អំណាចគ្រាណាមិនត្រឹមប្លន់អំណាចគ្រាអំណាចពលរដ្ឋទេណាអានេះវាប្លន់តាំងពីអំណាចស្ដេចទៀតណាអញ្ចឹងធ្វើស្ដេចខ្លួនវាដែលចូលយកក្ដួយមកវាហ្នឹងណាសុភាអុកសួស្ដីបងស្រីបងនិយាយអរណាស់ត្រឹមត្រូវចាអរគុណច្រើនចាណាយើងនិយាយត្រឡប់មកវិញបងប្អូនអារឿងណាអារឿងនៅស្រុកខ្មែររឿងសង្គ្រាមឥឡូវថៃគេចាប់ដើមធ្វើចង់ធ្វើសង្គ្រាមទៀតណាចាប់ដើមធ្វើសង្គ្រាមគេប្រងប្លន់លើកទី3ណាគេប្រងប្លន់លើកទី3ហើយតែយើងមានស្អីទៅទប់ទល់គេអាប្តឹងក៏មិនប្តឹងពលរដ្ឋខ្មែរអត់ឲ្យគាត់និយាយទៀតមានតែប្រក្រាបខ្មែរណាមានតែយកឱកាសហ្នឹងមកវាយប្រហារខ្មែរណានៅក្រៅប្រទេសខ្មែររងគ្រោះនៅក្រៅប្រទេសនាំគ្នាបង្កើត8សៀមរាំងស៊ីតែអាសៀមសែនអត់មានក្ដួយម៉ែវាអាសៀមឆ្កែណានិយាយទេអាសៀមសែននេះវាត្រូវគ្នាមួយអាសៀមសែនអាសៀមនឹងយូរហើយខ្មែរអស់ច្រើនណាស់ហ្នឹងហើយអញ្ចឹងអារឿងមួយទៀតពួកអាស៊ីភីវាទាល់ច្រកនយោបាយវាទាល់ច្រកដែលវាតំណែងតំណងជាមួយសៀមបំផ្លាញខ្មែរសៀមឆ្លន់ទឹកដីខ្មែរដែលដោយសារវាណាវាបង្កើត account clip video AI ធ្វើជារូបសំរងស៊ីដើម្បីយកកំហុសវាយប្រហារទៅសំរងស៊ីតែមានតែពួកខួឆ្កែខួឆ្មាប្រហែលក្បាលពួកអាស៊ីពីប្រហែលក្បាលហ្នឹងហើយដែលវាជឿណាណែដៃចូលហ្នឹងហើយណាមានតែពួកវាប្រហែលក្បាលឲ្យជឿសម័យបច្ចេកទេសវិទ្យាគេចង់បង្កើតអ្វីក៏បានដែរប៉ុន្តែដោយសារតែពួកអាស៊ីវាទាត់ច្រកអាក្បត់ជាតិក៏វាអាចឆ្លោះជាមួយថៃក៏វាឲ្យថៃឆ្លងទឹកដីក៏វាឲ្យយន់ឈ្លានពានទឹកដីក៏វាបាត់ទឹកដីដោយសារក្រុមពួកវាទាំងអស់ទីបញ្ចប់ហេតុតែក្តៅក្រហាយជាមួយសំរងស៊ីធ្វើគេបានបង្កើត AI ដើម្បីយកឱកាសមកវាយប្រហារគេតែរងឲ្យសៀមអស់ទឹកអស់ដីដោយសារហ៊ុនសែនណាវាអត់ខ្វល់ទេវាខ្វល់យកអាវីដេអូនឹងមកនិយាយវាយប្រហារសំរងស៊ីបើសិនជាសំរងស៊ីត្រូវគ្នាជាមួយអាសៀមមែនណាគឺរយៈពេលនេះដែលអាហ៊ុនសែនដែលអាសៀមវាស្អប់អាហ៊ុនសែនពេលនេះគឺអាថៃវាអនុញ្ញាតឲ្យសំរងស៊ីចូលស្រុកហើយវាមិនចាំបាច់ធ្វើសង្គ្រាមសម្រាប់ទាហានវាសម្រាប់ពលរដ្ឋវាឬសម្រាប់ខ្មែរវាមិនចាំបាច់ចំណាយអាយុជីវិតទេពលរដ្ឋទាហានរបស់វាឲ្យតែសំរងស៊ីចូលស្រុកទៅសំរងស៊ីប្រមូលកម្មករនៅស្រុកថៃមកចូលនៅស្រុកខ្មែរមកអាហ៊ុនសែនងាប់ឯងអាហ្នឹងបើសិនជាសំរងស៊ីត្រូវគ្នាជាមួយសៀមតែអ្វីដែលវីដេអូដែលវាបង្កើតជាសំរងស៊ីនេះយើងឃើញយ៉ាងពិតប្រាកដនយោបាយវាទាល់ច្រកវាអត់អាចមានពាក្យអ្វីណាដោះសារជាមួយពលរដ្ឋអ្វីធ្លាក់ក្តាប់ដៃវាដែលវាអ្នកប្រព្រឹត្តជាមួយសៀមជាមួយយួនអញ្ចឹងវាបង្កើតវីដេអូមកដាក់កំហុសទៅសំរងស៊ីហើយដែលពលរដ្ឋខ្មែរកំពុងតែរងគ្រោះបាត់ទឹកដីវាកំពុងតែបិទមាត់ពលរដ្ឋខ្មែរអត់ឲ្យនិយាយនេះតែសៀមឆ្លៀនពៀនហើយអត់ហ៊ានថាគេឆ្លៀនពៀនទៀតនេះហើយវាបចោលថាសំរងស៊ីវាមិនដែលមានណាហ្នឹងហើយវាមិនដែលមាននិយាយអត់ផុសតាំងអញ្ចឹងអត់បានការទេនាងផុសតាំងលើស្រុកខ្មែរចងោហ្នឹងហើយផុសតាំងលើស្រុកខ្មែរចងោហើយមិនអត់ផុសតាំងហ្នឹងហើយពួកស៊ីភាតល់ច្រកខ្លាំងដល់តែមែនទេដើម្បីតែបំបាក់សំរងស៊ីបង្កើតជា AI វាយប្រហារគាត់ដើម្បីតែបំបាក់ពួកយើងនៅក្រៅប្រទេសនិយាយនេះវាឲ្យពួកអាខ្មោចអនឡាញពួកអាខ្មោចអនឡាញបង្កើតខ្មោចអនឡាញយកមកវាយប្រហារជាងត្រឡប់មកវិញថាពួកឯងធ្វើអ្វីក៏ដោយទី1អត់ឈ្នះចិត្តយើងទី2អត់ឈ្នះចិត្តពលរដ្ឋព្រោះពលរដ្ឋរងគ្រោះដោយសារពួកឯងថៃឆ្លៀនពៀនដោយសារពួកឯងជាអ្នកដឹកនាំពលរដ្ឋរងគ្រោះដោយសារពួកឯងអញ្ចឹងរឿងរ៉ាវសពទាំងអស់ពួកយើងមិននិយាយសោះក៏បងប្អូនក៏ដឹងថាគាត់រងគ្រោះដោយសារណាគេពួកវាយប្រហារគាត់បិទមាត់គាត់ជាជនរងគ្រោះសពបែបយ៉ាងទាំងអស់ទាហានគាត់ជាច្រើនស្លាប់នៅតាមព្រំប្រទល់ណាពលទាហានអត់មានចការយកចិត្តទុកដាក់ពីគាត់អំពីគាត់ណាប្រាក់ខែក៏មិនបានច្រើនកាច់ប្រាក់ខែគាត់ក្រីក្រលហេមលហាមណាដើរតែសុំទានគេនិយាយចឹងទៅវាអាក្រក់ស្លាប់ទៅចាស់ទាហានដើរសុំទានគេដើរសុំអំណោយគេទាហានចេញមកស្រែករកអំណោយសពបែបយ៉ាងទាំងអស់គឺមិនមែនដោយសារគណៈបព្វចឹងទេដោយសារអ្វីទាំងអស់គឺពួកអាក្រមចៅ7មករាហ្នឹងឯងហើយអញ្ចឹងពួកឯងមកបិទពួកមាត់ពួកយើងមិនឲ្យនិយាយតែគាត់ជន់រងគ្រោះគាត់ដឹងថាគាត់រងគ្រោះដោយសារណាគេគាត់ស្លាប់ដោយសារណាគេពួកឯងចង់យកបង្កើតពួកអាក្រមខ្មោចមកជេរមកបចោមកបិទថាយើងនិយាយអត់ផុសតាំងថាយើងនិយាយថាទៅណា
គឺសម័យបច្ចេកទេសវិទ្យាណាអញនិយាយណារបងនេះនៅស្រុកខ្មែរគេស្ដាប់ឮទាំងអស់គ្នាពេលវេលាតែមួយពិភពលោកគឺគេតំណែងសំឡងនេះបានល្អណាស់អញ្ចឹងពួកអាខ្មោចអនឡាញឯងនេះបិទមាត់យើងមិនកើតមកប្រឆាំងពួកយើងមិនកើតព្រោះយើងជាមនុស្សឯងជាខ្មោចឯងបានតឡងគេហ្នឹងតែធ្វើអីគេកើតហ្នឹងហើយសៀមគឺជាអាសែនហ្នឹងហើយអស់ដីខ្មែរយើងចាត្រឹមត្រូវហើយពួកអាខ្មោចអនឡាញធ្វើអីកើតទេបានតដើរឡងគេទេហើយពួកយើងនេះអត់ខ្លាចខ្មោចអនឡាញទេអាខ្មោចមែនតើក៏មិនខ្លាចទេអាខ្មោចឆៅក៏មិនខ្លាចអាខ្មោចអាឈាមខ្មោចក៏មិនខ្លាចស្អីក៏អត់ខ្លាចដែរអញ្ចឹងបង្កើតអាខ្មោចអនឡាញមកដើម្បីបញ្វៃបញ្ហាយើងបញ្ច្រាស់យើងត្រឡប់មកវិញថាអត់ឈ្នះយើងទេពីព្រោះយើងជាមនុស្សឯងបានតែរំខានគេចឹងឯងពួកអាខ្មោចអនឡាញហើយពួកអា CP វាចូលជាបង្កើតខ្មោចអនឡាញយ៉ាងណានយោបាយវាតន់ច្រកណាដើម្បីជំនួយរបស់វាទិញអាក្បាលខ្លះយកទៅជំនួយបានប៉ុន្តែគេអត់ជឿវាគេជេរបចោលត្រឡប់ទៅវិញណាអញ្ចឹងវាបង្កើតខ្មោចអនឡាញទៅដល់រំខានណាក្នុងអាស៊ីសេរីក្នុងផេកលោកប្រធានក្នុងកន្លែងហ្នឹងអាណាទៅខ្លាចពួកអាខ្មោចអនឡាញហ្នឹងហើយមកមុខអញមនុស្សស្រស់តែញឹមនេះអាណាទៅខ្លាចពួកឯងមានអាណាខ្លាចពួកឯងទេពួកអញបានពួកអញនិយាយពិតពួកឯងខ្មោចហ្នឹងពួកឯងសូម្បីតែព្រលឹងអត់មានផងហ្នឹងណាគេអាខ្មោចឯងអាណាខ្លាចពួកឯងនឹងនិយាយបង្ហើយខ្យល់អត់ប្រយោជន៍ហ្នឹងអាខ្មោចពួកអាក្រុមខ្មោច CP អាភ្លើទៅរៀនអាសេអសខ្មែរឲ្យច្បាស់ហ្នឹងទៅហ្នឹងហើយដោយសារអាស៊ីសេរីឡាយអញ្ចឹងធ្លាក់បញ្យូឡាយអត់បានមានបញ្យូច្រើននេះបងប្អូនណាហ្នឹងអាស៊ីសេរីគឺចាំបាច់ជាងពួកខ្ញុំគឺជាសំពងទេមិនមែនជាអ្នកព័ត៌មានទេពួកខ្ញុំពួកអ្នកសំពងយករឿងពិតក្នុងសង្គមដេរឆាងខ្វាក់ហ្នឹងយកមកសំពងអញ្ចឹងហើយថ្ងៃបងប្អូនណាស្ដាប់ព័ត៌មានចង់ដឹងការពិតទៅស្ដាប់ក្នុងអាស៊ីសេរីទៅគឺអាស៊ីសេរីគឺជាវិទ្យុដែលមានវិជ្ជាជីវៈមានវិជ្ជាជីវៈដែលគាត់ទទួលព័ត៌មានពិតណាពីកន្លែងណាដែលបងប្អូននៅស្រុកខ្មែរតាហ៊ានក៏ដោយបងប្អូនជនរងគ្រោះក៏ដោយគឺគាត់និយាយរឿងរ៉ាវក្នុងសង្គមការឈឺចាប់របស់គាត់យកមកប្រាប់អាស៊ីសេរីផ្ដល់ដំណឹងទាំងអស់ហ្នឹងយកឲ្យប្រាប់ពួកយើងទៅវិញហើយតែចំណាយពួកយើងដូចជាឧទាហរណ៍ក្នុងទូទួលមនសិការនេះពួកយើងមិនមែនជាសារព័ត៌មានទេណាប៉ុន្តែពួកយើងគឺជាក្រុមដែលហែកមុខរបស់ពួកហ៊ុនសែនគឺជាក្រុមសំពងណាគឺជាសំពងគឺជាក្រុមដែលបកស្បែកណានៅក្នុងសង្គមដេរឆាហ្នឹងណាបន្ថែមឲ្យបងប្អូនមើលបើកោសក់ក្បាលដូចអាចេមសុកអញ្ចឹងនាងអើយកោក្បាលសក់គេធ្វើចឹងសោះកោស្អីកោក្បាលទុកសក់ហ្នឹងហើយសេងសំណាងចាសួស្ដីចូលបងប្អូនខ្ញុំអស់ប៉ុណ្្នឹងឯងចាំជួបគ្នាថ្ងៃក្រោយទៀតលើដល់ម៉ោងញ៉ាំបាយឃ្លាននៅឃើញថាបើសិនជាញ៉ាំបាយហើយឡាយទៅវាល្ងុយគេងហ្នឹងហើយតែញ៉ាំហើយល្ងុយគេងអញ្ចឹងឥឡូវយើងឡាយហើយញ៉ាំទៅគេងតែម្ដងហ្នឹងហើយបងប្អូនណាតែហើយនិយាយម្ដងទៀតណាបងប្អូនពួកយើងក្រុមទូទួលមនសិការនេះមិនមែនជាសារព័ត៌មានទេណាហើយដូចជាភាសាសម្ដីអសរោះឬសម្ដីអីគឺចេញពីក្នុងបេះដូងមកណាហ្នឹងហើយអត់មានអ្នកណាបង្រៀនអត់មានអ្នកណាបដៅទេគឺនិយាយដោយខ្លួនឯងទទួលការខុសត្រូវដោយខ្លួនឯងអ្នកណានិយាយអ្នកហ្នឹងគឺទទួលការខុសត្រូវដោយខ្លួនឯងអូខេគឺអត់មានចេះលើកបន្ទប់ឲ្យអ្នកនេះឲ្យបន្ទប់ឲ្យនោះឯណាអ្នកដូចមានលក់ក្បាលខ្លះណាវាចេះចោតថាគេប្រកបឲ្យជេរគេប្រកបឲ្យនិយាយកុំជឿវាឲ្យសោះគ្មានអាណាគេប្រកបទេគេមានតែប្រាប់ថាកុំឲ្យនិយាយពាក្យអសរោះណាឲ្យយើងកុំឲ្យនិយាយពាក្យអសរោះកុំឲ្យនិយាយវាយផាយជេរអីចឹងណាប៉ុន្តែពួកយើងអត់ស្ដាប់ទេដោយសារប្រទេសប្រជាធិបតេយ្យចង់មេដឹកនាំណាចង់សំរងស៊ីនិយាយមិនយើងអត់ស្ដាប់ទេព្រោះពួកយើងប្រជាធិបតេយ្យយើងនិយាយក្នុងនាមប្រជាខ្មែរយើងបញ្ចេញការជឿចាប់របស់យើងគាត់អត់មានការជឿចាប់អញ្ចឹងជារឿងរបស់គាត់អ្នកនយោបាយទេយើងមិនជាអ្នកនយោបាយយើងនិយាយក្នុងនាមជាពលរដ្ឋធម្មតាតែអញ្ចឹងហើយគាត់បានតែត្រឹមតែកុំឲ្យជេរកុំឲ្យនិយាយពីអសរោះអានឹងគាត់បានប្រាប់ហើយប៉ុន្តែយើងអត់ស្ដាប់មូលហេតុវិញយើងអត់ស្ដាប់ព្រោះយើងចង់បញ្ចេញការជឿចាប់របស់យើងហ្នឹងហើយយើងបញ្ចេញការជឿរបស់វាចេះបង្កើតពួកក្រុមជេរជាយើងបានវាចេះបង្កើតពួកអាចអាចារ្យជេរវាយប្រហារយើងបានចុះយើងមិនដាក់វាទៅវិញកើតយើងដាក់វាកើតដល់យួរបានអត់ជេរហ្នឹងហើយត្រឹមត្រូវមានអាស៊ីសេរីប្រជាប្រុសស្រីដឹងដំណឹងពិតចេញពិភពលោកចាហ្នឹងហើយណាហ្នឹងហើយអញ្ចឹងណាកុំជឿតាមពួកមីស័ក្តិនរកដៃវាលក់ក្បាលទៅវាចង់ដាក់កំហុសឲ្យទៅឲ្យមកគណៈបកប្រឆាំងណាអញ្ចឹងវាដើម្បីតែទម្លាក់គណៈបកប្រឆាំងវាថាគេប្រកបវាឲ្យជេរវាប្រកបវាឲ្យនិយាយទាំងអស់ហ្នឹងបើសិនខ្ញុំលក់ក្បាលក៏ខ្ញុំនិយាយដូចគ្នាចឹងដែរដើម្បីកិច្ចវេះកុំឲ្យថាខ្លួនឯងហ្នឹងមានកំហុសខ្លាំងណាកិច្ចវេះកុំឲ្យមានកំហុសខ្លាំងចោលទៅអ្នកនេះទៅដើម្បីឲ្យគេទុកចិត្តចឹងទៅហើយអាហ៊ុនសែនវាចូលចិត្តស្ដាប់ចឹងអាហ៊ុនសែនវាចង់បានអាពាក្យហ្នឹងចឹងណាដាក់កំហុសទៅសំរងស៊ីចឹងពីព្រោះអាហ្នឹងវាស្អប់សំរងស៊ីណាមកនិយាយនៅស្រុកខ្មែរមកហ្នឹងហើយ
มันបាច់ឲ្យពួកខ្ញុំទៅនិយាយស្រុកខ្មែរបងប្អូនខ្មែរក្នុងស្រុកខ្មែរច្រើនណាស់ដែលគាត់ចង់និយាយកុំឲ្យតែបាត់មាត់គាត់ទៅបានទេណាពួកយើងរស់នៅនេះយើងមានការងារធ្វើនេះយើងមានកូនចៅនៅនេះគាត់តែត្រឹមនិយាយតែបាច់និយាយស្រុកខ្មែរណាហ្នឹងហើយអត់ចាំបាច់ទៅនិយាយស្រុកខ្មែរសម័យបច្ចេកទេសវិទ្យាយើងនិយាយនេះក៏អ្នកស្រុកខ្មែរស្ដាប់ឮដែរណាបើចង់ឲ្យយើងទៅនិយាយស្រុកខ្មែរប្រាប់ថាមិនបាច់ទេឲ្យបងប្អូនស្រុកខ្មែរនិយាយសិនទៅអាភាសានេះគឺភាសាកម្រាមទេហាភាសាកម្រាមគឺយ៉ាងដឹងយ៉ាងពិតប្រាកដស្រុកខ្មែរគេមិនឲ្យនិយាយបើនិយាយគឺចាប់ដាក់គុករករឿងនេះជាដើមស្មាអញភ្លើណាហីអញទៅណាពួកឯងឲ្យអញនិយាយហីណាបើអញចាស់ទៅពួកអញចាស់ទៅឲ្យពួកអញនិយាយណាមិនបញ្ហាអីតែអញមិនទាន់បាននិយាយពួកអញចាប់អញដាក់គុកបាត់អត់បាននិយាយក៏ដែរចឹងអញនិយាយពីក្រៅទៅអញនិយាយពីក្រៅទៅអញនិយាយបចោពីក្រៅទៅពួកឯងអត់អនុញ្ញាតឲ្យពួកអញនិយាយទេហ្នឹងហើយហើយបើចង់ឲ្យពួកអញនិយាយឲ្យបងប្អូនខ្មែរអ្នកនយោបាយស្រុកខ្មែរនិយាយដែរវាយបហាមកស្រឡាញ់ណាគេប្រជាធិបតេយ្យឯងឃើញនៅអាមេរិកឯងតាត្រាំខុសយ៉ាងម៉េចគេវាយបហាតាត្រាំមិនគេធ្វើបាតកម្មយ៉ាងម៉េចប្រទេសប្រជាធិបតេយ្យចឹងបើយើងធ្វើខុសគេនិយាយគេវាយបហាហ្នឹងគេចង់ជ្រើសរើសមេដឹកនាំថ្មីបើអ្នកឯងចូលមកអត់ពេញចិត្តគេជ្រើសរើសមេដឹកនាំថ្មីបោះឆ្នោតគេជ្រើសរើសមេដឹកនាំថ្មីបើថាតាត្រាំមានសេរីឆ្នោតឈ្នះទៀតជួបទៀតទៅហើយយើងអត់ពេញចិត្តយើងទៅជេរបន្តទៀតទៅអាហ្នឹងវាអញ្ចឹងហ៎ហើយដល់ពេលពួកឯងនៅក្នុងស្រុកខ្មែរឲ្យគេនិយាយទេអត់ឲ្យគេរីគុណឲ្យគេថាអ្វីទាំងអស់បិទមាត់គេតាមរករឿងគេអីចឹងដែរហើយដល់ពេលពួកអញនិយាយណាដល់ពួកអញនិយាយចោលពួកអញតែនិយាយអត់ការពិតនិយាយអត់មានស្អីណាចឹងទៅអីចេះតែអីហ្នឹងចេះតែជេរបចោពួកឯងហ្នឹងពួកអញចេះទេពួកឯងប្រកាសក្រុមជេរបចោបានដល់ពួកអញជេរបចោទៅវិញរករឿងពួកអញដួយម៉ែវាអញផ្ទះបាញ់ស្អីក៏ត្រូវដែរខុសអញពួកអញខុសរហូតហ្មងហ៎ហ្នឹងហើយអញនិយាយម្ដងទៀតណាមិនបាច់ឲ្យពួកអញទៅសែកស្រុកខ្មែរទេបើអញនៅស្រុកខ្មែរពួកឯងអត់ឲ្យអញសែកទេអញអត់ទៅភ្លើទេអញ្ចឹងអញសែកពីចម្ងាយបើពួកឯងចង់ឲ្យអញសែកឲ្យអ្នកក្នុងស្រុកខ្មែរសែកទៅបើអញជឿឲ្យពួកឯងឲ្យស្រុកខ្មែរសែកទៅបើអ្នកស្រុកខ្មែរសែកបានអានឹងអញចុះទៅស្រែកបានហើយញ៉ាបើថាអញបើអ្នកស្រុកខ្មែរស្រែកមិនបានអញចុះទៅស្រែកអត់បានដូចគ្នាអញតែកាន់ស្រែកទៅដួយម៉ែវាជាឆ្កែអីចេះទេហ៎អញនឹងភ្លើសម្បើមណាណាអាស្ដានឆ្កែហើយញ៉ាពួកឯងនេះអ្នកនៅក្នុងស្រុកខ្មែរបិទមាត់គេមិនឲ្យគេនិយាយមិនឲ្យគេថាទេណាហើយដល់ពេលអ្នកក្រៅប្រទេសខំប្រឹងណានិយាយសំពងហែកខួរក្បាលហែកណាអំពើថោកទាបរាល់ថ្ងៃអូយចំណាយលុយដើរទិញហ្នឹងពួកឯងឲ្យតម្លៃនៅក្រៅប្រទេសទេណាហើយមើលពួក ACP មើលដែលគ្រប់គ្រងវាប្រហែលឆ្នាំសួរឯងមានបានតម្លៃនឹងអត់ទេហើយមើលមានសំស្កាបានលុយប្រហែលមើលហើយមើលអាតាស្គីពួកលួចក្រាបបានលុយប្រហែលមើលគឺឲ្យតម្លៃអាចេបចោអញ្ចឹងវាមានតម្លៃអញ្ចឹងអញកំពុងជេរតិចលោកហ៊ុនសែនឲ្យថ្លៃតិចសិតតែអញបងអូនជាស្រីមកឲ្យអញមិនឈឺចាប់ដៃណាហ្នឹងហើយអីឲ្យទៅនិយាយស្រុកខ្មែរទេបើស្រុកខ្មែរឲ្យនិយាយស្អីអញឡើងចិត្តស្រីឡើងចង់ទៅបែកក្រៅហើយហ្នឹងមិនឲ្យនិយាយហ្នឹងណាហើយដល់ពេលអានេះគេនិយាយខំប្រឹងតាមទិញជេរបចោបំភ្លើបំភ្លៃការពិតណែមើលគេជេរឡើងសោះសាច់ហ្នឹងពួកអាស៊ីភីវាយករូបទៅកាត់តវាយករូបទៅធ្វើអីតាមអំពើចិត្តរបស់វាដល់ស្អីវាចង់បិទមាត់យើងមិនឲ្យយើងនិយាយហ្នឹងហើយណាហើយបិទមិនរួចបិទទៅរួចទេពួកអីណាប្រទេសដែលគេប្រកាន់យកប្រជាធិបតេយ្យគេអត់ដៃចាប់កំហុសមនុស្សដែលគ្រាន់តែនិយាយចេញតែខ្យល់មកឯងណាគេអត់ដៃចាប់កំហុសអ្នកដែលរិះគន់ទេអត់ទេមើលនៅអាមេរិកឧទាហរណ៍យើងយកឧទាហរណ៍ជាក់ស្ដែងឲ្យមើលតែគេបង្កើតអាយប៉ូលីសនោះឃើញទៅចាប់អ្នកណាស្អីណាគឺគេធ្វើបាតកម្មគឺសម្រាប់គឺគេធ្វើបាតកម្មហើយអាការធ្វើបាតកម្មហ្នឹងគេមិនមែនចង់ណាគេមិនមែនចង់សម្រាប់តាត្រាំហ្នឹងឯងគេចង់ទម្លាក់តាត្រាំហ្នឹងដើម្បីកុំឲ្យបង្កើតច្បាប់ហ្នឹងមកធ្វើបាបគេធ្វើរោរឿងអញ្ចឹងណាគេមិនមែនប្រឆាំងទៅលើសម្រាប់បបិទមាត់ឬក៏យ៉ាងម៉េចទេគេចង់ឲ្យតាត្រាំកុំឲ្យបង្កើតច្បាប់ហ្នឹងមកឲ្យដូរច្បាប់ហ្នឹងទៅកុំឲ្យវាធ្វើទុកបុកម្នេញគេអាហ្នឹងគេប្រឆាំងនឹងគំនិតរបស់មេដឹកនាំតាណាគេមិនមែនប្រឆាំងគេមិនមែនធ្វើបាតកម្មដើម្បីណាយកមកសម្រាប់ស្អីណាអត់ទេវាខុសពីអាហ្នឹងស្រុកខ្មែរបាតកម្មក៏កុំឲ្យគេបាតកម្មគេនិយាយក៏មិនឲ្យគេនិយាយគេឈឺគេវាយគេឈឺឲ្យមិនឲ្យគេយំមិនឲ្យគេស្រែកប្រាក់ខែធ្វើការបានតិចមិនឲ្យគេធ្វើបាតកម្មទៀមទាវាអញ្ចឹងវាឈួតចឹងណាយូរទៅចាញ់ពួកអ្នកក្រៅស្រុកមានតម្លៃជាងអ្នកក្នុងស្រុកគួរឲ្យចរណៃណាស់ពូស៊ីវានិយាយខ្សឹបខ្សៀវឈឺចាប់ខ្លាំងបំផុតជាមួយពួកខ្ញុំនៅក្រៅប្រទេសគេថាគេគ្រប់គ្រង CP យូរហើយតាំងក្រុមគ្រួសារបោះឆ្នោតឲ្យហ៊ុនសែនទាំងអស់ហើយទៅយូរទៅណាដែលគេជួយពួកហ៊ុនសែនណាអស់ទាំងថវិកាលុយពេលបោះឆ្នោតម្ដងចំណាយលុយខ្លួនឯងធ្វើម៉េចឲ្យដើម្បីជួយពួក CP ទីបញ្ចប់អាអ្នកដែលជេរបចោដាច់តហ៊ុនសែនរាប់ឆ្នាំឲ្យលុយរាប់ម៉ឺន
ao lôi Robert hay ao tầm lấy ao từ chuột ai sao lại hay anh nè khác chui CP Rob sáng á hôn say nó cho chúng ta ao từ chuột tiền chẳng có CP cái không này cái không cái là cái hai cái chui chấp này nè này kia mà chăm ốc tháp với cá hai cái Costa nhé đôi say mà nè say ná nọ kia phải chun tao Costa chấm nai lôi khuôn anh từ cổ rê tao cái này chấm nai lôi khuôn anh chẳng à nhé đầm bay cái thơ ca chun mê cái nhá đầm bay đã ở cái mê cái mơ khơi tha ở cái không trong chấm nai về liệt tháp ca khuôn anh chui mê cái chẳng mê cái khơi chẳng á thơ ca lo chẳng á cái ao chấm nai như đứa co kia cái tầm lao sắc cái bon say lao thơ lơ thì đấy chẳng á này nè hay đập bên chắc à bộ gì phi phía trán từ on chặt tại khi ở hiện dễ thì nè hay chả quả gì phi không sao chê phải trao chê chạy cắn riêng quả hôn say này xuân miên tầm lấy hôn say xong bay đà so kha so mà ha ai chứ cái nhé say rồi sốt chầm nuôi nè thôi cá rốc xì đòa sẽ mua về cái say sắp nó mua về say sắp nè bật cân rốc chầm nuôi kha so rốc chầm nuôi ấp ao tầm lấy đi đi đọc bếp bộ nè kéo bật chê bật trao xong po hôn say là ngải dê vậy nè ao nuôi về rọp mơn chun được anh nói hết nè bà trao miên làm lại chắc này ấy bữa mình chê bật trao anh giờ bật mà na bờ giờ bật là hôn say mình làm đi tính nha bật mặt của anh đấy anh ấy phơ này nè tay nè gì nó kéo cái phía trao nó bằng ổ nó nhung gì chỉ cặp bật á mẹ chê bật trao hôn say vay bà hà hôn say nó làm bây ở vi tính cái ba lấy mẹ chẳng nghe mình mẹ này mẹ tham thương chẳng là bây ở vi mơ khơi này mẹ này cứ như vậy bị muốn nói tranh bị bẹ đô men cá chui chặt tranh bị bẹ đô men hay đo tập bê phụ việc khơi chẳng bị chặt đám bằng mày bạn bị chặt đám từ luôn từ vậy tới ao châu vi tới ao lui ao chẳng từ nè đôi nhom cầm ấy nè nhom cầm ấy khẹt không còn luôn như thành chẳng các bạn này ta nhom bên cầm nứt luôn anh nhom bẹp bom bôn chặt đó ngay nè nhom từ riêng ắt bê về liệt thưa từ riêng ắt bê về liệt thưa ca chẳng dương trong chụp đi sầm cung đằng vàiสงคมนั่นไงตอนยังโยไปแบบนี้ตามดันอยู่ไปตามดันช้านบันยังดังช้านยังไอ้ไฟบอดตลับตะเวงไปนายยังอัดดังช้านยังอัดบานไฟบอดยังอัดดังช้านยังอัดไอ้ไฟบอดตลับตะเวงบ้านrồiยังอัดดังไงnày trong thưa cá nhầm từ riêng nhầm từ thưa cá nhầm ở sự biến nhầm trong chụp điสงคมนั่งcứ lên bẹ qua này là biến vô lại và tại vì ởยังchụp á vì ởยังgiống là vì ởยังchụp điสงคมcũng ở phá nè việc từ bỏ việc ở dương khoa piสังคมนั่นไงยังทายยังตัวเcáiจุดจำนองจัดยังจังชอบปัดหายปันท้ายvìบรรทุกจัดยังvì trong ở dương nóชอบpiสังคมไวไปหาbiếtปันท้ายvì ởไวบอดตลอดแบบนี้dương vì ở trong thờiจังtôiจะยังจังชอบpiสังคมไม่คือชอบให้ยังรอบอ่างที่ไปจังเอาจังชอบแปะก้อนหมวยเนี่ยโยกไปจะมวยไปต่างอะไรกันนี่dươngนะแต่ยังเฟื่องยังอัดบานเต้ปุ๋ยยังสควอตที่เธอกายจะมวยที่รอบชามยังรอบอ่างที่ยังอัดđách tầm nẹt tầm nông năng ban thì tại vì cho ai dùng đách tầm nẹt tầm nông này nhưng ta mày rồi nhưng không niêm thai chương và chụp bẹt pon dùng công máy CP cái đó dùng cua chia cái đó dương tầm nẹt tầm nông kia rọp á cái không niêm chỉ phải bàn tay đưa dùng công dương chụp rồi việc ao dương sọp têคือ nhé vì mình offside chân chân mà chia bị trao nhưng mà rọp khai á này cầm nát niêng mình smile room chương sầm đách tê vô là miên tay sầm đách năng cầm nát ở smile mà mình cái đặt anh phong ở smile bị cái đặt anh tê cầm đất sầm đạch đằng đó anh chẳng slap ớt anh bằng búa sầm đạch chạy lăng pol mỗi anh nhảy lăng pol nè anh nhảy lăng pol sầm đạch anh nhảy nè anh chẳng slap vậy anh tao đang là sầm đạch anh pol mỗi anh nhá tao đang nhá anh đi plus sắt đấy anh sầm đạch anh pol sầm đạch anh tê anh vùng vụ lăng pol á nha rương sắp bay chăng nè băng bồn mua là hai tờ mấy bàn là con xanh phải tranh sầm lên con giấy thật xin đời xaแต่ខ្ញុំបញ្ចេញសម្លេងដែលហ៊ុនសែននិយាយប្រាប់ខ្ញុំវាតំណែងមួយកូនថាក់ស៊ីនធ្វើប៉ាសពតឲ្យកូនថាក់ស៊ីនណាសពបែបយ៉ាងក៏និយាយរៃរាប់ហើយពួកខ្ញុំចូលអាវីដេអូហ្នឹងឲ្យយកមកចាក់ផុសអញ្ចឹងវាអាមនុស្សខ្លៅធ្វើចេះដើម្បីតែគេហៅរុញទូបដោយទឹកវាបញ្ចេញសម្លេងកូនថាក់ស៊ីនមកមានស្អីប្រាវបែកខ្ចាយhay là vậy banខ្ញុំបញ្ចេញសលេងតែប៉ុន្តែខ្ញុំអត់ចង់បញ្ចេញទេតែវាហួសហេតុពេកវាបញ្ចេញសលេងខ្ញុំឲ្យគេយល់ច្រឡំថាខ្ញុំនឹងច
ចូលដៃជើងជាមួយវាខ្ញុំចូលជាមួយវាបញ្ចេញឲ្យបញ្ចេញទៀតឲ្យមានអស់សាច់ខ្ញុំវាយប្រហាជាចោលខ្ញុំសពអញ្ចឹងខ្ញុំតាមបាននេះអត់ទេអញវាយអាហ្នឹងត្រឡប់មកវិញសំពងអាហ្នឹងវិញអញ្ចឹងមកខ្ញុំចេញត្រឡប់មកវិញហ្នឹងដោយសារអញ្ចឹងអាយើងទៅច្រៀងរាំ TikTok សបាយក៏វាជាបចោលយើងអាយើងស្ងាត់ស្ងៀមអត់បំពល់អត់ចេញមករឿងសង្គមក៏វាចោតប្រកាសយើងស្អីសពបែបយ៉ាងទាំងអស់មានសួរបងប្អូនណាហ្នឹងហើយអញ្ចឹងវាអត់ឲ្យយើងសុខវាបញ្ចេញវីដេអូសម្លេងចំមកវាវាយប្រហារវាឲ្យពុំជេរបចោលខ្ញុំទូទាំងពិភពលោកដល់ពេលឥឡូវខ្ញុំបញ្ចេញសម្លេងត្រឡប់ទៅវិញដល់វាតំណងមួយកូនថាក់ស៊ីនវាតំណងខ្ញុំបញ្ចេញត្រឡប់ទៅវិញគេអាសម្លេងគ្នាខ្ញុំបញ្ចេញហ្នឹងបាទវាពាក់ព័ន្ធជាមួយអាសង្គ្រាមហ្នឹងអាសង្គ្រាមពាក់ព័ន្ធជាមួយវាបញ្ចេញសម្លេងកូនថាក់ស៊ីនហ្នឹងដំបូងរឿងតែរឿងសម្រាប់លោកលឹមកំចាត់ណាសម្រាប់លោកកំចាត់អញ្ចឹងយើងបញ្ចេញមកសម្លេងនឹងសម្លេងវាតំណងមួយកូនថាក់ស៊ីនវារាយរាប់ប្រាប់អាសបែបយ៉ាងអស់អញ្ចឹងអញ្ចឹងបាទអាថៃគេស្អប់អាហ៊ុនសែនវាធ្វើប៉ាសពតឲ្យថាក់ស៊ីនហើយកាលពីថាក់ស៊ីនកាន់អំណាចទៅគេតាមចាប់ប្រពន្ធកូនថាក់ស៊ីនប្អូនថាក់ស៊ីនគេចាំទៅអានេះវាឲ្យធ្វើប៉ាសពតអីគេវានាំពួកអនរត់មកចូលស្រុកខ្មែរចេញពីស្រុកខ្មែរទៅប្រទេសណាវាកោវល់អញ្ចឹងប្រទេសគេវាកោប្រទេសគេនយោបាយគេវល់អញ្ចឹងបានគេក្តៅកាហាយហ្នឹងណាអានេះវាពាក់ព័ន្ធគ្នាអញ្ចឹងបើសិនជាខ្ញុំកុំបញ្ចេញសម្លេងវាហ្នឹងវាអត់មានចាក់ទឹករុញទូបដោទឹកបញ្ចេញមកទេអញ្ចឹងវាផ្ទុះដោយសារអញ្ចឹងហើយថាកំណត់អាហ៊ុនសែនហ្នឹងអត់បានកំណត់អញអត់បានស្មានកំណត់អាហ៊ុនសែនកំណត់អាហ្នឹងទេអត់ស្មើប្រមិសក្តិតអញវាឈួតអញ្ចឹងអាយហែងស្គាល់អញស្ដើងពេកហ្នឹងញ៉ាឃើញអញឡប់ច្រៀងរំអញអត់ទេអាច្រៀងរំតិចតួចហ្នឹងក៏គឺកំដរអារម្មណ៍សប្បាយកំដរអារម្មណ៍អញទេណាអញប្រាប់ពួកឯងទៅអញមិនអាហ៊ុនសែនវានេះតែអាហ៊ុនសែនវាច្រឡំដែរតាវាថាមិននឹកស្មានថាឃើញច្រៀងរំលើខ្លះខ្ញុំអញ្ចឹងអានេះឈួតសតខ្ញុំច្រៀងរំខ្ញុំសប្បាយជារឿងពេលវេលារបស់ខ្ញុំកំដរអារម្មណ៍តែអារឿងនយោបាយពួកខ្ញុំនៅតែតំណែងតំណងគ្នាអញ្ចឹងបើវាទុកចិត្តខ្ញុំនិយាយរឿងសប្បាយយ៉ាងទៅដល់ខ្ញុំថានឹកគ្នាខ្ញុំហ្នឹងច្រៀងរំលេងខ្វល់រឿងនយោបាយហើយគិតខុសហើយអាឈួតហ្នឹងហើយឯងស្អែកគិតថាអញហ្នឹងកំណត់អាហ៊ុនសែនហ្នឹងកំណត់អញអត់បានថែអាហ៊ុនសែនខុសស្រឡះអញថតបានទាំងអស់អាហ៊ុនសែននិយាយជាមួយអញថតខ្ទេចនិយាយជាមួយអញសរុបម៉ោងនិយាយមិនខ្លះបងអញកុំខ្ជិលតែស្ដាប់ត្រឡប់មកវិញនេះណាវាអួតកាសពីសង្គ្រាមជាមួយថៃនៅព្រះវិហារនិយាយវាអួតសិតតែវារៀបចំស្អីណាវាផ្លោទៅអូយហ្នឹងហើយអាខ្ញុំបកែបជោដែរហ្នឹងអូលពូបកែណាខ្លាំងណាគិតស្អីណាអូអាជោដាក់លើដើមនេះហើយនេះប៉ាភ្លើណាអញបជោហ៊ុនសែនចេញខ្ទេចដោយសារវាឃើញអញនឹងច្រៀងរំវាមិនដឹងថាអញវាលួយក្នុងអញ្ចឹងអាភ្លើនេះឯងស្គត់សិតហើយមើងងាយស្រីអានេះនេះចារកម្មហើយនឹងថាចារកម្មស្រីមិនអីចារកម្មស្រីធ្វើមិនបានតាក់ពួកអស់ហ្នឹងបានណាវាធ្វើស្អីវាលះបង់ធ្វើអ្វីវាធ្វើស្រីខូចក៏ធ្វើវាធ្វើស្អីក៏ធ្វើដើម្បីគេទុកចិត្តហើយមិនយួនមើលវាសុកចិត្តធ្វើស្រីខូចវាសុកចិត្តធ្វើអ្វីដើម្បីតាក់អាមេរិកបានណាឯងធ្លាប់ឃើញហ្នឹងឯងធ្លាប់ឃើញក្នុងហ្វីមអត់ក្នុងកុនអត់តែចារកម្មវាធ្វើបែបខ្លះយួនវាធ្វើបែបខ្លះចារកម្មវាចង់រើសអេតចាយវាចង់លក់ដូរវាចង់ធ្វើស្រីខូចវាធ្វើអ្វីក៏ដោយវាធ្វើមិនឲ្យយើងដឹងខ្លួនថាវាជាចារកម្មទេណាចារកម្មពាក្យថាចារកម្មកិច្ចការគេអាចារកម្មអត់មានប្រាប់ណាទេប៉ុន្តែអ្វីដែលគេត្រូវធ្វើនេះបានគេឲ្យដឹងឧទាហរណ៍ឥឡូវយួនមេដឹកនាំយួនមកពីស្រុកយួនមកជាមេស្អីណាមួយស្រុកវាតើវាជាចារកម្មណាវាមកចូលស្រុកខ្មែរវាចូលស្រុកខ្មែរវាដើររើសអេតចាយមើលវាដើររើសអេតចាយវាលក់អេតចាយឬក៏លក់ដូរនៅស្រុកខ្មែររស់ស៊ីធម្មតាសាមញ្ញធម្មតាណាយើងមើលឃើញទៅអានេះពលរដ្ឋធម្មតាអ្នករស់ស៊ីធម្មតាតែពិតជាចារកម្មសម្ដីសពូចក៏បាច់ធ្វើអាសម្ដីសពូចអាសម្ដីមិនសពូចអីថៃប្លន់ខ្ទេចហើយលួចខ្ទេចហើយកន្លែងអង្គុយសម្ដីសពូចអីអញខ្វល់ទេចាបើអញសម្ដីសពូចមកយូរមកយៀតសអេណាហ្នឹងណាតទល់មួយថៃឈ្នះបានវាល្អបើហើយកន្លែងអង្គុយបត់ជើងថ្វាយអង្គមណាមនុបនាងនិយាយត្រឹមត្រូវថៃផ្លុំដាក់ថៃជេរហងថៃបំភ្លើការប៉ុណ្ណឹងហើយកន្លែងនិយាយកាច់រៀងអីដូចមេអីរាល់ថ្ងៃចឹងណាខំធ្វើចរិតគ្រប់បាត់ឈប់បាញ់ឲ្យគេមកថាខ្មែរនឹងស្លូតខ្មែរនឹងជន់រងគ្រោះទីបញ្ចប់អាខ្មែរអស់ទឹកអស់ដីហើយមិនជន់រងគ្រោះឲ្យខ្មែរទៅបំពេញទៅថៃវិញអាហ្នឹងហើយមិនសម្ដីសពូចមកយូរមកយៀតសពូចអីអាណាគេហ្នឹងអញទៅខ្វល់តាមពិតតែមនុស្សយកអាសម្ដីសពូចមកនិយាយហ្នឹងសិតតែមនុស្សសំដែងទេដូចអាហ៊ុនសែនឃើញទេវាសំដែងវាជាមេចៅវាជាឃាតករសម្រាប់ខ្មែរវាជាមេចៅស្កេមពិភពលោកបណ្ដាពិភពលោកវាសំដែងធ្វើជាណាមនុស្សស្លូតត្រង់មនុស្សអត់មានខុសអ្វីទាំងអស់ទីបញ្ចប់ជាស្កេមជាឃាតករណាបណ្ដាពិភពលោកសោះជាឃាតករសម្រាប់ខ្មែរសោះ
ណាវាសម្ដែងវាជាអ្នកស្នេហាទៀតប៉ុន្តែវាជាអ្នកក្បត់ទៀតសោះណាហើយសម្ដែងតែមិនរួចសម័យបច្ចេកទេសវិទ្យានេះគេមិនដឹងអីហើយចង់យកសម្ដីសជាតិមកយិតសពូជផ្ទះបាញ់មកនិយាយស្អីណាសម័យឥឡូវនេះគេមិនដែរយកសម្ដីមកនេះទេសម្ដីឥឡូវគេយកទង្វើអាសម្ដីបាទវ៉ាណាដូចមេហីនឹងមកវ៉ាកុហកគេញ៉ៃធ្វើល្អបោកប្រាស់ពលរដ្ឋខ្មែរតែទីបញ្ចប់ពួកឯងមិនជាមេដឹកនាំខ្មែរណាពួកឯងជាមេចោលប្លន់ជាតិខ្មែរសម្រាប់ខ្មែរហ្នឹងហើយតែមិនកុហកខ្មែរមិនបានតែដូចអញចឹងឯងចង់ធ្វើនិយាយស្អីសម្ដីសជាតិមកយិតសពូជណានឹងលើអង្គើក្រោមឲ្យអញអង្គើអាទាំងអស់ហ្នឹងអញគ្មាននឹងលើអង្គើក្រោមទេអញតែរំអញអង្គើអាទាំងអស់ហ្នឹងហ្នឹងហើយខែក្រោយបានដីមកវិញហើយខែក្រោយបានដីមកវិញអានឹងហើយគឺជាអាមនុស្សប៉ាភ្លើជឿតាមអាមេបោកប្រាស់អាហ៊ុនសែនវាបោកចិត្ត50ឆ្នាំឯណាវាថាជាមេដឹកនាំរបស់ខ្មែរតាមไปវាទៅឆ្កែយួនណាអាហ៊ុនសែនវាចិត្តបោក50ឆ្នាំថាវាអ្នករំដោះជាតិតាមไปវាហៅយួនមកប្លន់ជាតិណាភ្លើមែនស្អីខែក្រោយបានដីមកវិញហើយអាថៃនឹងភ្លើសបើណាវាខំប្រឹងប្លន់ខ្មែរងាប់ទៅហ៊ានវាមកកណោពលរដ្ឋវារងគ្រោះអីសោះបែបយ៉ាងទាំងវាខំប្រឹងដឹកស្អីសោះបែបយ៉ាងមកសាងសង់នៅលើទឹកដីខ្មែរកំតិចផ្ទះខ្មែរវាសាងសង់ព្រុសផ្លូវព្រុសហើយវាឲ្យយើងមកងាយសបើណាអានេះអាហ៊ុនសែនជួអាចមកស្អុយវាមានថាស្អុយវាខ្លាច់មកកបត់កកណោះហ្នឹងហើយងាប់អញដល់ឯងកាន់ជើងកុហកចឹងពេលអញងាប់អញបើថាខែក្រោយទឹកដីបានត្រឡប់មកវិញហើយដើម្បីចាំបាច់ទៅសាងសង់ផ្ទះពលរដ្ឋចំណាយលុយទៅសង់ផ្ទះពលរដ្ឋឲ្យពលរដ្ឋទៅនៅនឹងទៅអីមើលសាងសង់ផ្ទះពលរដ្ឋឲ្យពលរដ្ឋទៅចាំបាច់សាងសង់អស់លុយទៅឲ្យគាត់ទ្រាំនៅមួយខែពីរខែទៀតក្នុងតាំងហ្នឹងទៅព្រោះគាត់ចិត្តចូលបានដីផ្ទះគាត់ត្រឡប់មកវិញហើយអានេះនិយាយកុហកដូចអត់សមសោះណាបើសិនតែខែក្រោយបានដីត្រឡប់មកវិញទុកលុយអាទិញផ្ទះធ្វើដីស្អីណោចំនួនឲ្យពលរដ្ឋនោះយកមកចំនួនគាត់រាល់ថ្ងៃនេះកំពុងនៅក្នុងតាំងអត់មានអីស៊ីចុកត្រឹមត្រូវនេះខ្វះខាតខ្វះមុខខ្វះក្រោយនេះយកលុយមកចំនួនគាត់ទៅវាមិនទៅសាបសើជាងឯងចាំបាច់ទៅចំណាយទៅទិញផ្ទះទិញអីយកដីនឹងអីមកទុកឲ្យគាត់ធ្វើឲ្យគាត់ទៅទ្រាំមួយខែទៀតទៅយកអាលុយចំណាយផ្ទះធ្វើឲ្យផ្ទះគាត់នឹងចំអោគាត់ទៅនេះមកស៊ីចុកនេះទៅខែក្រោយបានផ្ទះវិញគាត់នាំនេះទៅផ្ទះគាត់ទៀតទៅវិញទៅចុះអានេះមកកុហកអីមកកុហកបាត់ប៉ះចំអញអាណាគេទៅជឿឯងណាយីពួកនេះជប់បោកខ្មែរទៅណាអញបានប្រាប់ឲ្យពួកឯងនេះកំណើតកើតជាមកចេះតែត្រឹម7ទេលើសពី7ផ្ទះបាញ់ងាប់ហើយពួក7មករាវាចេះតែត្រឹម7ហ្នឹងឯងណាចង់គ្រូអាចារ្យទេវតាណាយកហែងទៅសូត្រស្ដោះដោះខួរក្បាលហែងមកលៀងគេដាក់យកទៅវិញក៏នៅតែអត់ចេះលើសហ្នឹងឯងតែត្រឹម7ពួកកំណើតកើតជាតែមកទេវតាចាក៏នៅតែមកឲ្យចេះតែត្រឹម7ហែងតែលើស7អាហ៊ុនសែនកាត់កឯងងាប់កាត់កឯងចោលងាប់នេះហ្នឹងហើយសូមអរគុណច្រើនបងប្អូនឃ្លានមកមែនតើស្អកកថាពួកឯងមិនចាំបាច់ចេញមកនៅប្រឆាំងនឹងគំនិតនឹងការសម្ដីរបស់យើងឯងអូខេពួកឯងដឹកនាំចិត្ត50ឆ្នាំហើយអញ្ចឹងការដោះសារការនិយាយគឺគេស្គាល់ក្រចៅហើយគេស្គាល់ពីក្រចៅគេស្គាល់ពីគោលដៅគេស្គាល់អ្វីសពបែបយ៉ាងទាំងអស់ពីពួក CPP អញ្ចឹងពួកឯងមិនអាចមកឲ្យយកអ្វីមកនិយាយណាដើម្បីឲ្យគេដឹងថាពួកឯងហ្នឹងជាអ្នកដឹកនាំជាមនុស្សល្អគឺមិនបាច់ទេព្រោះការរងគ្រោះរបស់ពលរដ្ឋខ្មែរណាហ្នឹងហើយពលរដ្ឋខ្មែរជាជនរងគ្រោះដោយសារពួកក្រុមពួកឯងសពបែបយ៉ាងហ្នឹងហើយអូខេអញ្ចឹងពួកឯងបាច់អាចយកអីមកនិយាយទេបើកចោលបាត់ដីដែលចាយចោលយកដីដូរសន្តិភាពបើចោលបាត់ដីដែលចោលយកដីដូរសន្តិភាពហ្នឹងហើយវាកាត់ដីឲ្យគេដើម្បីដូរយកសន្តិភាពហ្នឹងហាពាក្យហ្នឹងវាក្តៅកាហាយវាឈឺចាប់ណាព្រោះគឺជាការពិតហាវាជាការពិតគឺវាអត់អាចតវ៉ាបានទេព្រោះសកម្មភាពគឺយើងឃើញអញ្ចឹងពួកអានេះវាក្តៅកាហាយណាយើងនិយាយការពិតគឺក្តៅកាហាយអញ្ចឹងហើយវាខំប្រឹងវាយបហាបិទមាត់អ្នកនៅក្រៅផ្ទះឲ្យនិយាយណាកាត់ទឹកដីឲ្យគេដើម្បីយកសន្តិភាពហើយនិយាយប្រាប់ពលរដ្ឋខ្មែរជឹងស្រឡាញ់សន្តិភាពរក្សាសន្តិភាពណាស្អីគឺសន្តិភាពគឺពិបាកនឹងរកមកគឺពិបាកចុះអាថៃហ្នឹងវាអត់ចង់វាធ្វើចោលវាធ្វើអីវាអត់ចង់ស្រឡាញ់សន្តិភាពវាអត់ស្រឡាញ់ទេណាក៏គេស្រឡាញ់សន្តិភាពដែរប៉ុន្តែណាគេត្រូវតែណាគេត្រូវតែធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យសន្តិភាពពិតប្រាកដគេអត់មានត្រូវការចាំបាច់កាត់ទឹកដីទេចង់បានសន្តិភាពពិតប្រាកដដោយមិនចំណាយលុយមិនចំណាយទៅជីវិតមនុស្សសពបែបយ៉ាងហ្នឹងគឺយកច្បាប់មកប្រើច្បាប់នេះហើយយើងគេយកច្បាប់មកប្រើដើម្បីបានសន្តិភាពទាំងណាទាំងសងខាងទទួលយកបាន
សន្តិភាពបានន័យថាណាសន្តិភាពគឺទទួលយកបានទាំងអស់គ្នាហើយអាសន្តិភាពបានមកពីណាបានមកពីឡើងតុលាការនេះគឺតុលាការគេកាត់ឲ្យយ៉ាងម៉េចគឺយើងសន្តិភាពបានប្រហែលគ្នាបានដូចគ្នាគឺអត់មានបញ្ហាទេតែនេះដែលសៀមដែលថៃវាវាយប្រហែលយើងអត់តបតយើងនៅស្គៀមដូរយកសន្តិភាពណាសន្តិភាពងាយរកបានតែឥឡូវពួកអីអត់ពាន់ទេតែឥឡូវថៃវាចង់ប្លន់ទៀតនេះឥឡូវសន្តិភាពមកពីណាបាទថៃវានៅតែឆ្លៀមពៀនថៃវានៅតែកំតិចណាយើងតដៃបានសន្តិភាពពីណាមកប្រាប់ទ្វាកូនទីសិនញ៉ាណាហើយយើងបានសន្តិភាពពីណាមកយើងចង់បានសន្តិភាពតែថៃវាឲ្យយើងសន្តិភាពទេវាផ្លោយើងរហូតដើម្បីបានសន្តិភាពពិតប្រាកដយើងត្រូវធ្វើយ៉ាងម៉េចយើងត្រូវទៅរកច្បាប់រកបរទេសមកជួយយើងពួកបរទេសវាមានកម្លាំងខ្លាំងមានឥទ្ធិពលទៅលើពួកថៃហ្នឹងណាហើយយើងភ្លឺអញ្ចឹងហើយមិនបោកពលរដ្ឋអញ្ចឹងអាសាញ់បៀមជាក្មេងវត្តទាត់ក្មេងវាងចាត្រឹមត្រូវហើយអញ្ចឹងថាពួក CP កុំយកអ្វីមកនិយាយជាមួយយើងទៅអត់រួចទេយើងទៅធៀបពិតសកម្មភាពពិតចុកមកនិយាយហើយពួកឯងបោកខ្មែរជិត50ឆ្នាំហើយដដែលសន្តិភាពគេបានសន្តិភាពហើយគេមិនចង់ឲ្យសន្តិភាពនឹងរហូតទៅដៃណាគេទេហើយឥឡូវនេះអត់ទៅតាប់តជាមួយថៃទេគ្រប់បាត់ឈប់បាញ់តែស្អីយើងចង់បានសន្តិភាពតើថៃឲ្យយើងសន្តិភាពអត់ហើយណាឲ្យយើងសន្តិភាពគឺបរទេសអន្តរជាតិពួកគេមានឥទ្ធិពលលើយើងគេមានឥទ្ធិពលលើថៃគេមានឥទ្ធិពលលើថៃគេប្រក្រាបថៃគេនិយាយប្រាប់ថៃថាហីតើឈ្លាមពានខ្មែរទៀតគេដាក់វិញបានអាថៃវាឲ្យយើងមានសន្តិភាពព្រោះវាខ្លាចបរទេសណាថៃវាចង់បានដីចាថៃចង់បានដីកាត់ទឹកដីឲ្យគេដើម្បីដូរយកសន្តិភាពហ្នឹងហើយមកកុហកពលរដ្ឋខ្មែរឲ្យគេនៅស្ងៀមទៅខ្លាចសន្តិភាពមិនងាយរកបានត្រឹមត្រូវហើយសន្តិភាពមិនងាយរកបានទេប៉ុន្តែពួក CP វាងាយនឹងរកបានសន្តិភាពដោយសារវាយកដីទៅដោះដូរគេជើងវាងាយនឹងបានអញ្ចឹងណាហើយពួកឯងមកកុហកខ្មែរមិនកើតកុហកពួកអញទៅក្រៅប្រទេសមិនកើតហ៎ពួកអញទេវតាចាគូតមិនមែនចេះតែ7ដោយពួក7មករាហ្នឹងទេហ្នឹងហើយពួកឯងគិតខុសហើយណាថៃវាមិនចង់ឲ្យខ្មែរមានសន្តិភាពទេមូលហេតុអ្វីដល់វាយើងថៃវាឃើញថាខ្មែរគឺជាតែអ្នកដឹកនាំរាល់ថ្ងៃវាអត់ស្រឡាញ់ទឹកដីរបស់ខ្លួនឯងបើអាខ្លួនឯងមិនស្រឡាញ់ទឹកដីរបស់ខ្លួនឯងផងអាខ្លួនឯងមិនស្រឡាញ់ពលរដ្ឋរបស់ខ្លួនឯងផងអាខ្លួនឯងស្រឡាញ់តែអំណាចអញ្ចឹងហើយគឺជាឱកាសគឺជាលេសមួយអាថៃវាយអាហ៊ុនសែនវាយទៅណាគម្រាមវាទៅវាខ្លាចបាត់បង់អំណាចហ្នឹងហើយសន្លត់វាទៅឲ្យសន្លត់វាទៅយកចង់បានកន្លែងណាគឺវាឲ្យហើយដោយសារវាខ្លាចបាត់បង់អំណាចរបស់វាចាថៃវាដឹងចំណុចខ្សោយហ៊ុនសែនកន្លែងហ្នឹងណាបើសិនជាយើងកុំស្រឡាញ់អំណាចយើងអត់ស្រឡាញ់អំណាចយើងស្រឡាញ់ទឹកដីយើងការពារទឹកដីរបស់យើងបើយើងដឹងថាយើងមានចំណុចខ្សោយណាយើងអត់អាចការពារទឹកដីបានយើងបដូរតំណែងឲ្យអ្នកដទៃទៅណាសំរងស៊ីមិនដឹងណាប៉ុន្តែអ្វីដែលមានឥទ្ធិពលខ្លាំងជាងអ្នកនៅក្រៅប្រទេសប៉ុណ្ណឹងគឺរដ្ឋាភិបាលដែលដឹកនាំហ្មងថ្ងៃដែលបោកពលរដ្ឋខ្មែរតែខ្លួនឯងអ្នកស្នេហាជាតិហ្នឹងដឹកនាំស្នេហាជាតិហ្នឹងអ្នកស្នេហាជាតិហ្នឹងត្រូវតែប្តឹងចុះហេតុអ្វីមកប្តឹងណាហេតុអ្វីមកប្តឹងណាហើយអញ្ចឹងអាថៃវាមើលឃើញថាអាហ៊ុនសែននេះពួកតកូលខ្វាក់នេះវាអត់ដែលស្រឡាញ់ទឹកដីវាទេវាគឺជាបុគ្គលក្បត់ជាតិខ្លួនឯងអញ្ចឹងគឺជាចំណុចខ្សោយរបស់ហ៊ុនសែនណាដែលវាគម្រាមឲ្យដីវាបើមិនអញ្ចឹងទេអញវាយឯងបើឯងមិនឲ្យអញទេអញវាយឯងតងាប់អញវាយអញចាប់ឯងហានោះវាខ្លាចងាប់តែធ្លាក់ពីអំណាចទៅធ្លាក់តំណែងទៅមាសពេជ្រកែវកងក្រុមគ្រួសារវាត្រូវរលាយខ្សលគឺវាអត់អាចណាវាអត់មានអំណាចវាអត់អាចការពារទ្រព្យសម្បត្តិវាបានទេព្រោះទ្រព្យសម្បត្តិវាបានលួចមកពីលួចឆក់ប្លន់គេហ្នឹងឯងណាអាហ្នឹងឯងបានវាសុកចិត្តណាហ្នឹងហើយអញ្ចឹងឯងបានវាសុកចិត្តណាកាត់ទឹកដីឲ្យគេទៅវាអត់ទៅទឹកដីគេណាមិនទឹកដីម៉ែវាណាទឹកដីរបស់ខ្មែរតែមិនទឹកដីម៉ែឲ្យវាណាទឹកដីខ្មែរតែអញទៅខ្វល់អីអញមានផ្ទះអញមានវិឡាអញមាននៅកូនចៅអញរស់នៅបានចុះអញទៅខ្វល់អីឯងចង់បានហ្នឹងឯងយល់ចង់ពលរដ្ឋវេទនាណាអីណាឯងអត់ខ្វល់ព្រោះអញមានដីមានឃ្លីរស់ស្រួលហើយអញខ្វល់អីអញកាត់ដីឲ្យទៅណាតែឯងបើអត់កាត់ហើយអញដាក់ឯងទៀតមកដល់នោះអញផ្លោងឯងទៅដល់ទួលកសាំងអញទៅដាក់ឯងដល់ទួលកសាំងមើលអាថៃលើកទី3នេះវាផ្លោងទៅកន្លែងណាខ្លះណាហើយក្នុងយើងជាខ្មែរយើងឈឺចាប់ហ៎យើងឈឺចាប់ជាមួយអាថៃវាតិចតួចទេព្រោះធម្មតាចោលវាត្រូវតែលួចចាក់ប្លន់អញ្ចឹងវាចង់បានទឹកដីយើងមិនមែនទៅឥឡូវតាំងចរន្តនេះធ្លាក់ណាទៅតូនតាយើងណាអាថៃប្រហែលខែដែរនៅក្នុងទឹកដីនៅក្នុងកណ្ដាប់ដៃថៃណាហើយឥឡូវដល់ពេលមកចំនួនហ៊ុនសែនទៀត
việc đăng chẳng bật bật cắt thật mai rồi ấp miên mà mẹ đất nom na bật bật cắt đây sải tật đấy trong quay cái thứ ấy mà nói anh nhảy theo piệm này mình ao biết à ai chuôn đôi khi chứ ai chuôn anh lơ cái đặt bật tóc phải mơ tật đây mai thay à bàn rồi chạy đầy hôn sai này thì nghe nó gọi anh thưa nó anh thưa hôn sai thưa có hãy mình thưa thế anh lơ đẹp xinh mà đặt bật tóc khơi nhỉ hôn sai thưa cày chuôn mà nó nè cho hai cái so khi nữa đẹp xem cứ cái che chuôn hơn thì cao chuôn đấy hai đấy mình đưa con cô sang mà ở kia tục chất quả hôn sai với cày hôn sai con cô sai với cày chuôn mà nó chuyện này đó tây nha chứ ai chuôn đang bây giờ bây giờ biết tục hôn sai mà to thì tử quả nó cày anh bạn nó nhaยังไงចានេះហើយគឺជារបបពួកក្រុមចៅដឹកនាំគឺវាអញ្ចឹងឯងហើយកុំទៅជំទាវប្រាប់គេការពារសន្តិភាពស្រឡាញ់សន្តិភាពក៏ដួយម៉ែវាអីពួកឯងមិនស្រឡាញ់សន្តិភាពទេពួកឯងស្រឡាញ់អំណាចពួកឯងមិនការពារទឹកដីមិនការពារពលរដ្ឋពួកឯងការពារអំណាចរបស់ឯងពីព្រោះអំណាចទាំងហើយដែលរក្សាទ្រព្យសម្បត្តិដែលឯងប្លន់ជាតិរួចជាតិបានជាពលរដ្ឋគេជឿជាក់លើរដ្ឋាភិបាលនិងបានដីបានផ្ទះមកវិញជឿតាពួកអឆ្កែហ្មងបានហ្នឹងហើយពលរដ្ឋហ្នឹងណាពលរដ្ឋរាប់លានរាប់ខ្សែអ្នកដែលបាត់ទឹកដីគេស្រែកហើយកុំនិយាយជំនួសពួកគាត់កុំនិយាយជំនួសពួកគាត់ហើយកុំនិយាយមកគាត់ឲ្យលឺចាត់ដាច់ក្បាលអញគាត់ប្រាប់ជំនួសទៅចាត់ដាច់ក្បាលកុំនិយាយជំនួសពលរដ្ឋណាពលរដ្ឋប្រាប់អញហើយណាជនរងគ្រោះបាត់ទឹកបាត់ដីក៏ប្រាប់អញសូម្បីតែតាហ៊ានគេជឿចាប់ណាស់ណាទាហានគេថាយ៉ាងម៉េចទាហានគេថាថៃវាចូលមកយើងទាហានយើងអត់មានអាវុធអត់មានគ្រាប់អីគ្រប់គ្រាន់ទេអត់មានអីតតាំងជាមួយថៃទេថៃវាចូលមកយើងរត់អត់ទាន់ណាក្នុងត្រង់សេមកវាចូលមកអាកចោលទាំងអស់យើងអត់មានគ្រាប់តតាំងជាមួយគេហើយពួកឯងកុហកយ៉ាងម៉េចទាហាននៅជួរមុខដែលគាត់រងគ្រោះគាត់ឃើញសក្តិភាពថៃមិនយ៉ាងម៉េចហើយមិនបាច់ចាំទៅកុហកទេកុំកុហកក៏អត់បានទេទាហានគេឈឺចាប់ណាស់ដែលបញ្ជូនគេទៅការពារទឹកដីប៉ុន្តែមើលទៅធ្វើដូចតាហ៊ានទៅការពារទឹកដីតែប៉ិតយកតាហ៊ានទៅធ្វើជារនាំងការពារអំណាចរបស់វាដោយអត់មានគ្រាប់អត់មានអ្វីស្ថាប័នយ៉ាងទាំងអស់ញ៉ាខ្វះមុខខ្វះក្រោយខ្វះស្បៀងអាហារខ្វះទឹកខ្វះសពបែបយ៉ាងទាំងអស់ហើយពួកឯងមកខកគេយ៉ាងម៉េចឯងបញ្ជូនគេទៅសัตว์ដើម្បីអំណាចពួកឯងហ្នឹងឯងជួបកុហកគេណាមានពួកយើងនៅក្រៅប្រទេសបកស្បែកឯងប្រឡាក់អំបិលរួយអំបិលទឹកក្រូចឆ្មាអល់កុហកកាហាយទាំងឯងបកែកុហកគេពេកហើយអញ្ចឹងពួកឯងកុំនិយាយជំនួសពលរដ្ឋអស់ជំនឿលើរដ្ឋាភិបាលហើយសំបីតែអានេះđường nàyក៏វានិយាយដែរកុំឲ្យដោះសេចក្តីទុកចិត្តលើវាឲ្យជឿវាចាស់អានឹងបាយថាវាដឹងយ៉ាងពិតប្រាកដពលរដ្ឋឈប់ជឿវាហើយអញ្ចឹងហើយបានវានិយាយចេញភាសាហ្នឹងមកអញ្ចឹងហើយបានវាកុហកពលរដ្ឋខ្មែរមួយខែពីរខែគេបានដីត្រឡប់មកវិញដល់យូរបាទថៃវាឲ្យវិញពួកខ្មែរយើងពលរដ្ឋខ្មែរយើងឈឺចាប់ជាមួយថៃតិចណាប៉ុន្តែឈឺចាប់ជាមួយអាហ៊ុនសែនទៅច្រើនជាងដោយសារអាគិបាញ់ហ្នឹងដោយសារអាចុយម្ដាយហ្នឹងបានខ្មែរគ្រប់គ្នារងគ្រោះហើយវាដឹងយ៉ាងពិតប្រាកដបើវាអសមត្ថភាពហើយបើវាស្រឡាញ់ខ្មែរពិតប្រាកដវាអត់មានការទទួលខុសត្រូវនឹងអាយុជីវិតខ្មែរមិនគ្មានមិនចោះចេញទៅពួកឯងចោះចេញទៅពលរដ្ឋគេស្រីប្រាប់ថាឲ្យវាចោះចេញទៅបើវាអត់សមត្ថភាពជួយពលរដ្ឋណាពលរដ្ឋជាច្រើនអានឹងជនរងគ្រោះដែលថៃឆ្លៀនពៀនគាត់ប្រាប់ពួកអញក្រុមពួកគាត់ដើមคลิปហ្នឹងប្រាប់ពលរដ្ឋបកបានផ្ដាំថាឲ្យហ៊ុនសែនពួកអតកលហ៊ុនចោះចេញទៅបើអត់មានសមត្ថភាពការពារគាត់ជួយគាត់ឲ្យចោះចេញគាត់អត់ត្រូវការមានដឹកនាំឈួតពៀលលីអាបាខ្សែស្រឡាញ់ដល់អំណាចចឹងទេពួកគាត់ជាលះបង់សាច់ស្រស់សៀមស្រស់សូម្បីតែហ៊ានប្រពន្ធតែហ៊ានក្រុមគ្រួសារហ៊ានទៅគ្នាចឹងគាត់អស់កូនអស់ចៅក្រុមគ្រួសារប្តីគាត់លះបង់ជីវិតសូម្បីតែគាត់ប្រាប់ថាប្តីគាត់ស្លាប់ប្តីគាត់បាត់ដឹងដំណឹងស្ដាច់គ្នាស្គាល់ស្រែកឲ្យជួយផ្សព្វផ្សាយរកប្តីរកគ្រឿងទៅគម្រាមកំហែងគ្នាក៏ដួយម៉ែវានេះគេវាយគេឈឺឲ្យអត់ឲ្យគេស្រែកទៀតអញ្ចឹងមកថាពលរដ្ឋស្អប់អាហ៊ុនសែនជាងស្អប់ថៃឆ្លៀនពៀនទៀតពួកឯងកុំកុហកថាគេណាជឿពួកឯងកុំនិយាយជំនួសពលរដ្ឋគេឈឺចាប់ណាកុំថាគេនឹងជឿទុកចិត្តលើឯងទៀតទៅពួកឯងណាគេមិនអាចណាជឿពួកឯងទៀតទេព្រោះការឈឺចាប់របស់គេនេះគេមើលឃើញយ៉ាងពិតប្រាកដវាមានចំណុចខ្សោយជាច្រើនធ្វើឲ្យថៃឆ្លៀនពៀនខ្មែរវាអាចសមត្ថភាពមិនក៏មិនចោះចេញពីតំណែងគេផ្ដាំប្រាប់អញថាប្រាប់ដល់ហ៊ុនសែនឲ្យចោះចេញពីតំណែងទៅព្រោះយើងមានចំណុចខ្សោយច្រើនណាស់ដែលធ្វើឲ្យថៃឆ្លៀនពៀនខ្មែរបានហើយអត់ស្ដាប់ប្តឹងគេទៀតក៏ដួយម៉ែវាកុហកគេកុហកក៏ដួយម៉ែវាមិនហ៎
anh ta viêm trong gì chùm cho cái đau lớn cho mà cho nè hãy mương như chỉ biết mày pê cho hãy mương như mình nè sẽ cá mày pê cho hãy mương như cá lẽ bằng ai chỉ biết để hiền pê thắt trên tục chặt cái đôi mày đấy anh cái tục chặt của anh thiết đi quả sạch rượu đi hãy bảo họ ứng chả khai khỏi bàn đây cái đôi mày ấy bàn đây là nào vậy nhá chụp bao kia của anh nhá chụp bao á này cơm này dây chùm nuốt chân rong cua còn óc sẽ cái đây tục chất nó là sky sàn sky phải óc nó ngay cái chữ chặt nè nè cái chữ chặt ngồi thay tích tuốt nè tại cái chữ chặt ngồi sàn phẳng để cho của nó chỉ trong từ tân co ham cái mà nói gì ham cái mà nói sai đó nghe môi luôn vì đã vay môi này bắt mọt mà nói gì cái chữ chặt nó mà ngồi nó chứ cứ chặt ngồi mẹ đất non khai của anh chứ này nha chẳng phải anh có một đọc xa bà thay vay vô té kia ở cái say tới mà làm hơn tới bà luôn nè vay cái ở say cái ở cá chứa chặt tới riêng ấy anh kia thay vay đấy cái bắt té bay kia anh bắt con kia màเอาgì hết màเอาcái trừ mấy nè nó này ở đâu thì không muối mẹ muối nó vay chừng mẹ muối tiếp mà bật mọt chừng hai số trong vay là nào cái trong vay nè bật mọt nữa vì nó chấp trong đạ muối đó nó vay trong nó cái này tay nhầm chưa chấp nhầm nó bắt vay hay ở đâu say nè bắt con về đâu say xua thác nhầm chưa chấp rồi chứ nè vay trong về nơi cái nhầm ở chưa chấp thế nhầm chưa chấp nè bắt con nhầm đạ nó con kì vay nó hết chấp từ vay đâu tiền cái này complete á thác máy nó chưa chấp mà hôn say nó chuột bao bạc kì ý cho ra ai đi đọc họ kia mấy nha này chẳng bà bồn bị đó cái nè cô mà biết này là thứ bài cô mày có nhầm lại cho nên con cho năm ôn chụp điệp lia chẳng xong năm mà đông tiên đấy làm clip trong clip á Paul Rod chân rong cua đại thay bàn liên piên vô tận đây là bà quạt á quạt bàn và đàn tha Paul Rod nơi chùm rôm tặng o không trao nè quạt piên cả chư chặt nè cứ chư chặt ôi hôn sai cho tranh pi đầm này từ đầm bay cầm ơi thay vì liên piên to tới tiết cầm ơi khai bắt đây to tới tiết buổi dương miên trong nó soi trao năng để lực nó cần đáp đại đi